តាក់ទងជាមួយនឹងប្រធានបទការគ្រប់គ្រងថ្នាក់រៀនការគ្រប់គ្រងថ្នាក់រៀនហ្នឹងក៏ពិតទៅពីលើកមុនអ្នកគ្រូភាគក៏បានធ្វើម្ដងហើយតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនប៉ុន្តែបន្ទាប់ពីបានចោះទៅមើលថ្នាក់និទួបានទៅមើលសាលាជាក់ស្ដែងទៅឃើញថាលោកគ្រូអ្នកគ្រូភាគច្រើនអាចនឹងត្រូវការវិធីសាស្ត្របន្ថែមនៅក្នុងការគ្រប់គ្រងថ្នាក់រៀនបន្តទៀតអញ្ចឹងណាអញ្ចឹងទៅឃើញពីតម្រូវការរបស់លោកគ្រូអ្នកគ្រូហើយបានខាងខ្ញុំហ្នឹងបានរៀបចំប្រដៅបដាមួយទៀតគឺដើម្បីតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនដើម្បីលោកគ្រូអ្នកគ្រូមានវិធីសាស្ត្រថ្មីៗឬក៏បច្ចេកទេសថ្មីៗអាចទៅប្រើប្រាស់បានដើម្បីគ្រប់គ្រងគូសិស្សបានល្អដែរអញ្ចឹងទៅមុននឹងចូលទៅដល់ខ្លឹមសារមេរៀនថ្ងៃនេះខ្ញុំមានសំណួរតាក់ទងជាមួយនឹងការរំលឹកមេរៀនសិនអាចថាយកលំនាំនៃការបង្រៀនយកមកវគ្គដាក់បែបបដិបដានេះតែម្ដងទៅអញ្ចឹងទៅសំណួរមានពីរសំណួរធំអញ្ចឹងទៅចង់ឲ្យលោកគ្រូអ្នកគ្រូជួយមើលហើយទៅចែកម្លែកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងទៅចំណុចទី1តើលោកគ្រូអ្នកគ្រូគិតថាការវិតម្លៃចំណេះដឹងឬក៏ចំណេះធ្វើដែលថ្មីក្រោយខ្លឹមសារមេរៀនមួយហ្នឹងចប់តាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនដែរអត់បើមិនជាមានហេតុអីក៏អ្នកគ្រូគិតអញ្ចឹងអញ្ចឹងទៅខ្ញុំនឹងទុកពេលប្រហែលជា1នាទីសម្រាប់ឲ្យលោកគ្រូអ្នកគ្រូគិតហើយទៅចង់ឲ្យលោកគ្រូអ្នកគ្រូចែកម្លែកមកវិញនៅក្នុងក្រុមធំអញ្ចឹងណាចំណុចទី2តើគួរធ្វើយ៉ាងណាដើម្បីគ្រប់គ្រងថ្នាក់រៀនបានល្អដោយសារតែពីលោកមុនអ្នកគ្រូភាគាត់បានចែករំលែកឲ្យតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនហ្នឹងអញ្ចឹងទៅពីលោកមុនណាតើលោកគ្រូអ្នកគ្រូចាំអីគេខ្លះដើម្បីគ្រប់គ្រងថ្នាក់រៀនបានល្អចឹងទៅខ្ញុំទុកពេលប្រហែលជា1នាទីសិនចុះដើម្បីឲ្យលោកគ្រូអ្នកគ្រូគិតហើយបន្តមកចាំចែកម្លែកទាំងអស់គ្នាហើយបើសិនជាអត់មានអ្នកស្ម័គ្រចិត្តទេខ្ញុំសូមប្រើវិធីសាស្ត្រ Google ហើយដើម្បីឲ្យសកម្មទាំងអស់គ្នានៅក្នុងវគ្គបណ្ដុះបណ្ដាលបាទខ្ញុំសូមឆ្លើយហ្មងអ្នកគ្រូសម្រាប់សំណួរទី1ចំពោះលោកគ្រូអ្នកគ្រូការវេតម្លៃចំណេះដឹងនិងចំណេះធ្វើថ្មីហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនអ្នកគ្រូពាក់ព័ន្ធបែបម៉េចទេគ្រូពាក់ព័ន្ធថាបើសិនបើយើងបើក្នុងនាមយើងជាគ្រូបាទបើសិនបើយើងអត់ចេះវេតម្លៃចំណេះដឹងនឹងចំណេះធ្វើទៅលើសិស្សនោះទេគឺយើងអាចគ្រប់គ្រងថាសិស្សហ្នឹងគាត់ចេះឧទាហរណ៍ថាពាក់ព័ន្ធជាមួយនឹងមេរៀនមួយដែលលោកគ្រូលើកឡើងថាយើងបរៀនសិស្សអញ្ចឹងបើសិនបើយើងបរៀនទៅយើងវាតម្លៃថាសិស្សហ្នឹងគាត់ចេះបានកម្រិតណាហើយសិស្សណាខ្លះដែលគាត់តន់អាហ្នឹងវាងាយស្រួលយើងគ្រប់គ្រងនៅក្នុងថ្នាក់រៀនហ្នឹងណាគ្រូអានេះអ្វីដែលខ្ញុំគិតអ្វីដែលខ្ញុំសន្និដ្ឋានអញ្ចឹងណាគ្រូចាអរគុណច្រើនលោកគ្រូអនឡាញសម្រាប់ការចែកម្លែកអញ្ចឹងទៅខ្ញុំត្រូវការអ្នកគ្រូឬក៏លោកគ្រូម្នាក់ទៀតដើម្បីឆ្លើយនៅសំណួរទី1ដែរជាមួយគ្នាចាសូមជ័យលោកគ្រូច្រើនលោកគ្រូអ្នកគ្រូនៅក្នុងវគ្គ training របស់យើងអញ្ចឹងខ្ញុំសូមចេញយោបល់បន្តិចខ្ញុំគិតថាពាក់ព័ន្ធដោយសារផលិតផលដែលយើងវាតម្លៃនោះល្អមានន័យថាការគ្រប់គ្រងការចាត់ចែងរបស់យើងបានល្អមានន័យថាទាំងការបង្រៀនទាំងការតាមដានសកម្មភាពរបស់សិស្សនិងនិយាយទៅអ្វីដែលយើងរៀនវាយើងអាចវាស់ស្ទង់តាមរយៈការវាតម្លៃរបស់យើងការវាតម្លៃរបស់យើងទៅលើសិស្សរបស់យើងព្រោះជាលទ្ធផលប្រឡងអត់តទេអីនឹងជាដើមហើយផ្ទុយមកវិញបើសិនជាលទ្ធផលអត់ល្អទេអញ្ចឹងមានន័យថាការគ្រប់គ្រងរបស់យើងគឺមិនទាន់បានល្អទេនេះជាគំនិតយោបល់របស់ខ្ញុំសូមអរគុណចាអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកអញ្ចឹងទៅខ្ញុំចង់បន្ថែមបន្តិចដែរពីលោកគ្រូអនរ៉ាច់ហើយនិងលោកគ្រូចម្រើនអញ្ចឹងទៅតកតងជាមួយនឹងការវាតម្លៃចំណេះដឹងឬក៏ចំណេះធ្វើហ្នឹងគឺសប្តាហ៍មុនមានន័យថាយើងអាចវាតម្លៃនៅបន្ទាប់ពីខ្លឹមសារមេរៀនមួយឬក៏នៅពេលដែលបញ្ចប់ឬក៏គេហៅថាអាចថាពង្រឹងពុទ្ធិអីចឹងណាអញ្ចឹងទៅមានន័យថាការវាតម្លៃហ្នឹងក៏វាចុះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនដែរហេតុអីបើសិនជាការវាតម្លៃរបស់យើងអត់ថាបើសិនជាអត់បានវាតម្លៃទេនៅពេលដែលរៀនអត់បានវាតម្លៃទេតែដល់ពេលចង់ម៉ោងឬក៏អីឬក៏ពេលដែលដាក់ការងារឲ្យពួកគាត់ធ្វើក៏ពួកគាត់ធ្វើអត់បានទេមានន័យថាពេលហ្នឹងឯងគឺប៉ះពាល់ទៅដល់ការគ្រប់គ្រងសិស្សមែនតើអញ្ចឹងទៅឆ្លងកាត់តាមបទពិសោធន៍ការទៅមើលថ្នាក់រៀនថ្នាក់និទួឬក៏ថ្នាក់របស់លោកគ្រូអ្នកគ្រូមួយចំនួនហ្នឹងខ្ញុំសង្កេតឃើញបែបហ្នឹងមានថាគូសិស្សហ្នឹងក៏អត់ទាន់ទទួលបានចំណេះដឹងថ្មីទេដោយសារអីដោយសារតែពេលកំឡុងពេលដែលបង្រៀនពីខ្លឹមសារមួយទៅខ្លឹមសារមួយហ្នឹងគឺពួកគាត់អត់ទាន់បានចេះវាតម្លៃនៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងទៅពេលចុងក្រោយគឺពិបាកមែនតើនៅក្នុងការគ្រប់គ្រងថ្នាក់រៀនអញ្ចឹងណាអាហ្នឹងសម្រាប់ចំណុចដែលខ្ញុំចង់បន្ថែមតទៅជាមួយនឹងសំណួរទី1អញ្ចឹងទៅចូលដល់សំណួរទី2តើលោកគ្រូអ្នកគ្រូគិតថាគួរធ្វើយ៉ាងណាដើម្បីគ្រប់គ្រងថ្នាក់រៀនបានល្អអាចថាមិនបាច់យកចំណេះដឹងដែលពីចាស់មកដែលអ្នកគ្រូក៏ធ្លាប់ចែកម្លែកនៅក្នុងវគ្គបណ្ដុះបណ្ដាលមុនអញ្ចឹងណា
សូមអញ្ជើញអ្នកគ្រូសុដានីតអ្នកគ្រូ ចាបងសួស្ដីបង ចាសួស្ដីអ្នកគ្រូ តាមខ្ញុំគិតថាពេលដែលយើងដើម្បីគ្រប់គ្រងថ្នាក់រៀនបានល្អមួយគឺយើងត្រូវមានទំនាក់ទំនងល្អរវាងគ្រូនិងសិស្សហើយទាក់ទងជាមួយនឹងយើងផ្ដល់ជាទាក់ទងមួយទម្លាប់ជាមួយវិន័យនៅក្នុងថ្នាក់រៀនជាមួយនឹងច្បាប់វិន័យហើយយើងអាចនឹងមានជាការលើកទឹកចិត្តសិស្សពេលដែលលក្ខណៈថាពេលសិស្សធ្វើអ្វីមួយបានល្អយើងអាចលើកទឹកចិត្តកាត់ដល់កាត់ហើយបង ចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចែករំលែកអញ្ចឹងទៅអ្វីដែលអ្នកគ្រូចែករំលែកហ្នឹងសិតតែត្រឹមត្រូវទាំងអស់ហើយមានន័យថាការគ្រប់គ្រងថ្នាក់រៀនបានល្អណាស់យើងអាចមានតំណែងល្អជាមួយសិស្សកំណត់ច្បាប់ទម្លាប់វិន័យនៅក្នុងថ្នាក់រៀនឲ្យបានល្អអញ្ចឹងទៅពីលើកមុនក៏អ្នកគ្រូក៏បានចែករំលែកតកតងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនមានន័យថាយើងមានកំណត់វិន័យច្បាស់លាស់អញ្ចឹងទៅប៉ុន្តែសម្រាប់លើកនេះខ្ញុំសម្រាប់វគ្គបណ្ដុះបណ្ដាលលើកនេះខ្ញុំនឹងផ្ដោតទៅលើបច្ចេកទេសឬក៏វិធីសាស្ត្រនៅក្នុងការគ្រប់គ្រងភ្លាមតែម្ដងក្នុងការរៀនចឹងណាអញ្ចឹងទៅពីលើកមុនលោកគ្រូអ្នកគ្រូបានរៀនហើយថាអូការកំណត់វិន័យគេត្រូវធ្វើម៉េចទម្លាប់ហ្នឹងគេត្រូវធ្វើម៉េចហើយក៏សង្កេតឃើញថាលោកគ្រូអ្នកគ្រូច្រើនតែគាត់បានអនុវត្តតកតងជាមួយនឹងការពង្រឹងវិន័យនៅក្នុងថ្នាក់រៀនអញ្ចឹងណាអញ្ចឹងវគ្គបណ្ដុះបណ្ដាលលើកនេះគោលបំណងសម្រាប់ថ្ងៃនេះគឺនឹងតកតងជាមួយនឹងតែបច្ចេកទេសភាគច្រើនបច្ចេកទេសធ្វើម៉េចដើម្បីអាចគ្រប់គ្រងអាកប្បកិរិយារបស់គាត់យ៉ាងលឿននៅក្នុងថ្នាក់រៀនជាក់ស្ដែងតែម្ដងហើយមួយទៀតហ្នឹងក៏ខ្ញុំចែករំលែកនៅបច្ចេកទេសមួយចំនួនដើម្បីបង្កើតជាសញ្ញាការចាប់អារម្មណ៍របស់កូនសិស្សដើម្បីកូនសិស្សហ្នឹងចាប់អារម្មណ៍អាចប្រមូលអារម្មណ៍កូនសិស្សនៅក្នុងការចូលរួមរៀនទាំងអស់គ្នាអញ្ចឹងណាហើយចំណុចចុងក្រោយសម្រាប់វគ្គបណ្ដុះបណ្ដាលលើកនេះខ្ញុំនឹងអាចចែករំលែកអំពីតកតងជាមួយនឹងវិធីដាក់ពិន័យសិស្សដោយសារតែលោកគ្រូអ្នកគ្រូដែលក៏អត់ធ្លាប់មានបទពិសោធន៍បរិញ្ញាយូរឆ្នាំទៅក៏អត់ដឹងថាតើការដាក់ពិន័យសិស្សហ្នឹងអាចមានរូបភាពបែបណាគួរតែធ្វើបែបម៉េចហើយគួរតែមានវិធីសាស្ត្របែបណាហើយខ្ញុំជឿថាវគ្គបណ្ដុះបណ្ដាលលើកនេះប្រហែលជាអាចនឹងមានគុណប្រយោជន៍ច្រើនសម្រាប់លោកគ្រូអ្នកគ្រូដែលថ្មីដែលគាត់អត់ទាន់ដឹងពីវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងថ្នាក់រៀនអញ្ចឹងណាអញ្ចឹងទៅដូចពីលើកមុនអញ្ចឹងដែលខ្ញុំទៅតែប៉ុន្តែគាត់មានទឹកចិត្តថាអូចង់គ្រប់គ្រងថ្នាក់រៀនឲ្យបានល្អគាត់រកវិធីសាស្ត្រផ្សេងប៉ុន្តែវិធីសាស្ត្រមួយចំនួនហ្នឹងវាអត់សូវដែរអញ្ចឹងទៅបានឆ្លងបញ្ចាំងមកវិញបាទខ្ញុំបង្កើតជាវគ្គបណ្ដុះបណ្ដាលនេះដើម្បីពង្រឹងបន្ថែមតកតងជាមួយនឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងថ្នាក់រៀនបន្ថែមអញ្ចឹងណាអញ្ចឹងទៅមុននឹងចូលទៅដល់ខ្លឹមសារមែនតើថ្ងៃនេះខ្ញុំមានសំណួរ2សំណួរហ្នឹងតកតងជាមួយណាទី 1K ហ្នឹងមានថាអីគេដែលលោកគ្រូអ្នកគ្រូបានដឹងអំពីបច្ចេកទេសអ្វីខ្លះតកតងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនដែលលោកគ្រូអ្នកគ្រូបានប្រើកន្លងមកលោកគ្រូអ្នកគ្រូបានដឹងអីគេខ្លះ W មានថា wonder មានថាអ្វីដែលលោកគ្រូអ្នកគ្រូឆ្ងល់តកតងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនមានចម្ងល់ឬក៏អីមានអីបន្ថែមលោកគ្រូអ្នកគ្រូអាចសរសេរបានអញ្ចឹងទៅខ្ញុំនឹងមានជាកម្មវិធី Padlet ដើម្បីលោកគ្រូអ្នកគ្រូសរសេរចូលតកតងជាមួយនឹងចម្លើយទាំងពីរនេះហើយលោកគ្រូអ្នកគ្រូនឹងមានពេលសម្រាប់សរសេរគឺ5នាទីបានពីរូបហើយឃើញអ្វីដែរលោកគ្រូអ្នកគ្រូចែកម្លែកសុទ្ធសឹងតែជាបច្ចេកទេសល្អមែនតើមានពង្រឹងវិន័យរំលឹកបទវិជ្ជាផ្ទៃក្នុងណែនាំពីច្បាប់ទម្លាប់ដាក់ទៅចិត្តគាត់ដាក់កិច្ចការងារគាត់ធ្វើម្នាក់ឯងប្រាប់រាល់សកម្មភាពដែលគាត់ធ្វើមិនល្អឬក៏កែតម្រូវពួកគាត់គ្រប់គ្រងពេលវេលាការប្រើកសែភ្នែកការប្រើប្រាស់សម្លេងការតាក់ទាញរៀបចំផែនការថ្នាក់រៀនមានអត់ដឹងថាលោកគ្រូឬក៏អ្នកគ្រូណាដែលគាត់ទៅទេតាក់ទងជាមួយនឹងបច្ចេកទេសដូចការកែតម្រូវកាយវិការការកែតម្រូវជាអនាគតនឹងជាអ្វីដែលក្រុមការងារបានផ្ញើជូនដែរចាំមានន័យថាលោកគ្រូឬក៏អ្នកគ្រូបានអានរួចហើយមានច្រើនអញ្ចឹងទៅកុំឲ្យខាតពេលយូរដោយសារតែយើងនឹងពុះមកជួនដែរហើយខ្ញុំនឹងបន្តខ្លឹមសារមេរៀនរបស់យើងតទៅមុខទៀត
អញ្ចឹងទៅមុននឹងចូលដល់ការចែករំលែកតទៅជាមួយនឹងបច្ចេកទេសនៅក្នុងការគ្រប់គ្រងថ្នាក់រៀនខ្ញុំអាចសូមរំលឹកបន្តិចតទៅជាមួយនឹងគោលដៅនៃការគ្រប់គ្រងថ្នាក់រៀនចឹងណាអញ្ចឹងទៅពាក្យថាគ្រប់គ្រងថ្នាក់រៀនមានថាយើងអាចពិពណ៌នាថាដូចថាធានាថាមេរៀននៅក្នុងថ្នាក់រៀនហ្នឹងគឺដំណើរការបានដោយរលូនដោយអត់មានអកប្បកិរិយាការរំខានណាមួយពិសេសឲ្យទៅដល់ការបរិញ្ញាបត្ររបស់គ្រូហើយនឹងសិស្សផ្សេងៗទៀតអញ្ចឹងណាប៉ុន្តែត្រង់ដល់ចំណុចនេះពេលដែលខ្ញុំធ្វើចំណុចនេះខ្ញុំឆ្ងល់មួយថាតើថ្នាក់រៀនដែលគ្រប់គ្រងបានល្អហ្នឹងជាទូទៅមានរូបភាពបែបណាបើសិនជាពីមតិយោបល់របស់លោកគ្រូអ្នកគ្រូវិញជាទូទៅអ្នកគ្រូលោកគ្រូអ្នកគ្រូគិតថាតើថ្នាក់រៀនដែលល្អហ្នឹងមានរូបភាពបែបណាវាស្ងាត់ឬក៏បែបម៉េចតើអាចមានលោកគ្រូម្នាក់ឬក៏ពីរនាក់ចូលរួមចែកម្លែកនៅក្នុងនេះបានអត់អ្នកគ្រូក៏បានលោកអ្នកគ្រូជឿចាស់អ្នកគ្រូ ចាជួយ mình đang khơiអ្នកគ្រូគាត់មានប្រសាសន៍mìnhនឹងហើយប៉ុន្តែអរគុណដោយសារថ្ងៃមុនចង់ទៅជែកមែនតើបើកមិនអត់បានកំពុងជិះឡានថ្ងៃនេះជឿក៏តែសូមឆ្លើយហ្មង ចូលរួមចំណែកតិចទេតើតើមួយការគ្រប់គ្រងថ្នាក់រៀនឲ្យបានល្អរូបភាពអត់ស្ងាត់ទេរូបភាពគឺជារូបភាពបែបសកម្មរបស់សិស្សបើយើងនិយាយភាសាថាជាសិស្សមជ្ឈមណ្ឌលគាត់មានភាពសកម្មហើយគាត់ចាប់បាននៅខ្លឹមសារមេរៀនរបស់យើងហើយសិស្សធ្វើការងារបានច្រើនគាត់ស្វ័យសិក្សាជាមួយនឹងប្រធានបទដែលយើងដាក់ជូនគាត់ណាទើបតែជាថ្នាក់រៀនបានល្អមិនថ្នាក់រៀនដែលស្ងប់ស្ងាត់អានឹងមិនល្អថ្នាក់រៀនមួយឡងអានឹងអរគុណជាស្ដីបាទ អរគុណច្រើនលោកគ្រូចម្រើនសម្រាប់ការចែកម្លែកដល់បងប្អូនអញ្ចឹងទៅអ្វីដែលលោកគ្រូចម្រើននិយាយហ្នឹងក៏ជាអ្វីដែលខ្ញុំចង់និយាយដូចគ្នាដែរអញ្ចឹងណាអញ្ចឹងទៅកុំឲ្យលោកគ្រូអ្នកគ្រូយកច្រឡំថាអូការគ្រប់គ្រងថ្នាក់រៀនដែលល្អនោះថាអូកូនសិស្សស្ងាត់ល្អអរិយាប័ត្រល្អអង្គុយឲ្យបានត្រង់ខ្លួនអីចឹងណាអាហ្នឹងវាជាគ្រាន់តែជាមួយផ្នែកទេប៉ុន្តែថ្នាក់រៀនដែលល្អមានថាកូនសិស្សគាត់ចូលរួមសកម្មអត់មានសកម្មភាពរំខានមានថាគាត់អត់មានកេះគៀគ្នាអត់មាននិយាយគ្នាតែបើសិនជាគាត់និយាយគ្នាមានសភាពឬមានសម្លេងច្រើនលោឡើងនៅក្នុងថ្នាក់ប៉ុន្តែគឺគាត់កំពុងតែធ្វើសកម្មភាពអីមួយនៅក្នុងការចូលរួមសិក្សាចឹងដូចគ្នាដែរអាហ្នឹងមានន័យថាការគ្រប់គ្រងថ្នាក់រៀនបានល្អអញ្ចឹងតែអត់ចង់ឲ្យលោកគ្រូអ្នកគ្រូយកច្រឡំថាអូឲ្យតែគ្រប់គ្រងថ្នាក់រៀនបានល្អដល់ថ្នាក់រៀនស្ងាត់ល្អកូនសិស្សគេចូលរួមកັບមេរៀនឬក៏អីហ្នឹងអាហ្នឹងមិនមែនជាការមើលឃើញថាមិនមែនជារូបភាពតែមួយទេដែលយើងមើលឃើញថាអាហ្នឹងជាផ្នែកមួយនៅក្នុងការគ្រប់គ្រងថ្នាក់រៀនអញ្ចឹងណាអញ្ចឹងទៅសម្រាប់ចំណុចបន្តទៀតហេតុអ្វីក៏យើងត្រូវគ្រប់គ្រងថ្នាក់រៀនបើសិនជាយើងនិយាយទៅថ្នាក់រៀនទោះបីសិនជាយើងមានមេរៀនល្អយ៉ាងណាក៏ដោយតែបើសិនជាកូនសិស្សក៏អត់ចង់រៀនទេគាត់មានអាកប្បកិរិយារំខានច្រើនថ្នាក់ហ្នឹងក៏អត់បានរៀនដូចគ្នាដែរទោះបីលោកគ្រូអ្នកគ្រូមានផែនការល្អយកមកពីណាក៏ដោយតែកូនសិស្សក៏អត់ចូលរួមរៀនហើយគឺអ្វីដែលយើងបានត្រៀមហ្នឹងគឺស្មើនឹងសូន្យដូចគ្នានឹងឯងអញ្ចឹងទៅការគ្រប់គ្រងថ្នាក់រៀនហ្នឹងគឺវាសំខាន់ខ្លាំងមែនទែនដែលធ្វើឲ្យកូនសិស្សហ្នឹងគាត់បើសិនយើងគ្រប់គ្រងថ្នាក់រៀនបានល្អមានថាពេលវេលាសម្រាប់ការសិក្សាហ្នឹងក៏វាបានច្រើនទី1ទី2ពេលវេលាដែលយើងប្រើប្រាស់ហ្នឹងគឺវាប្រសើរឡើងនៅគុណភាពនៃការប្រើប្រាស់ពេលវេលាដែលលោកគ្រូអ្នកគ្រូបានធ្វើអញ្ចឹងរយៈពេលមុនបើសិនជាមានសិស្សរំខាន20នាទីខាត់ពេល20នាទីបាទតែបើសិនជាលោកគ្រូអ្នកគ្រូចាត់វិធានការបានល្អគ្រប់គ្រងថ្នាក់រៀនបានល្អយើងអាចចំណេញពេល20នាទីសម្រាប់ការបង្រៀននៅអ្វីដែលលោកគ្រូអ្នកគ្រូចង់ឲ្យកូនសិស្សធ្វើដូចគ្នាឬក៏ចំណុចមួយទៀតទៅថាថ្នាក់រៀនបើសិនជាលោកគ្រូអ្នកគ្រូលោកក្រៅបានល្អមានថាកូនសិស្សហ្នឹងគាត់ចាប់ផ្ដើមចូលរួមសកម្មភាពរៀនជាមួយលោកគ្រូអ្នកគ្រូមើលការបញ្យល់ ACC ហ្នឹងក៏ធ្វើឲ្យកូនសិស្សហ្នឹងគាត់ចេះមេរៀនច្រើននៅក្នុងហ្នឹងដែរអញ្ចឹងណាហើយការគ្រប់គ្រងថ្នាក់រៀនហ្នឹងក៏សូមឲ្យគេជួយលើកទឹកចិត្តសិស្សហ្នឹងឲ្យគាត់ចេះគ្រប់គ្រងនិងមានទំនួលខុសត្រូវរបស់ខ្លួនឯងដែរមិនមែនពីខាងលោកគ្រូអ្នកគ្រូតែម្នាក់ឯងតែលោកគ្រូអ្នកគ្រូត្រូវជួយជំរុញលើកទឹកចិត្តពួកគាត់ហ្នឹងឲ្យចេះគ្រប់គ្រងខ្លួនឯងដែរថាអូខ្លួនឯងមករៀនគួរតែមានអកប្បកិរិយាបែបណាអញ្ចឹងទៅដើម្បីឲ្យការរៀនរបស់គាត់ហ្នឹងមានការផ្សារឡើងអញ្ចឹងណាអញ្ចឹងទៅបើសិនជាយើងគ្រប់គ្រងថ្នាក់រៀនបានល្អមានន័យថាបរិយាកាសនៅក្នុងថ្នាក់រៀនរបស់យើងហ្នឹងវាមានភាពវិជ្ជមានច្រើនហើយកូនសិស្សហ្នឹងក៏គាត់ចេះមេរៀនច្រើននៅក្នុងហ្នឹងដែរអញ្ចឹងណាអញ្ចឹងអាហ្នឹងសំខាន់ជាងគេពេលបរិយាកាសការគ្រប់គ្រងថ្នាក់រៀនហ្នឹងគឺលេខ1ឯងបន្ទាប់មកបានលោកគ្រូអ្នកគ្រូប្រើវិធីសាស្ត្រដូចតាក់ទងជាមួយនឹងវិធីអត់ទេសវិធីបញ្ចូលហ្នឹងអាហ្នឹងលំដាប់លំដោយបន្តទៀតចឹងណាចឹងទៅខ្ញុំសូមទៅចំណុចបន្ទាប់ឥឡូវចូលមកដល់ខ្លឹមសារសំខាន់ការបង្កើតបរិយាកាសវិជ្ជមាននៅក្នុងថ្នាក់រៀនមានន័យថាការបង្កើតបរិយាកាសវិជ្ជមានថាតើធ្វើម៉េចដើម្បីឲ្យបរិយាកាសនៅក្នុងថ្នាក់រៀនរបស់យើងវិជ្ជមានការយើងគោគ្រប់គ្រងឬក៏ធ្វើវាបាត់មិនអញ្ចឹងណាអញ្ចឹងទៅសម្រាប់ពីលោកមុនហ្នឹងលោកគ្រូអ្នកគ្រូបានរៀនហើយតាក់ទងជាមួយនឹងច្បាប់ទម្លាប់ហើយនឹងវិន័យនីតិវិធីដែលបង្កើតនៅក្នុងថ្នាក់រៀនអញ្ចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំអត់ផ្ដោតលើចំណុចហ្នឹងទេដោយសារតែច្បាប់ទម្លាប់វិន័យហ្នឹងគឺជាវិធីមួយដើម្បីឲ្យយើងធ្វើឲ្យបរិយាកាសវិជ្ជមាននៅក្នុងថ្នាក់រៀនជាវិធីមួយដែលយើងអាចគ្រប់គ្រងថ្នាក់រៀនបានអញ្ចឹងណាប៉ុន្តែមុននឹងចូលទៅដល់ចំណុចហ្នឹងខ្ញុំចង់រំលឹកតិចថា
សកម្មភាពកូនសិស្សដែលរំខានដល់ការសិក្សាហ្នឹងណាពេលវាមិនមែនលក្ខណៈថាអូឲ្យតែកូនសិស្សគាត់រំខានដល់ការសិក្សាមិនថាគាត់ខ្ជិលរៀនឬក៏អីចឹងទៅតែពិតទៅបញ្ហាដែលគាត់ជាទូទៅរំខានដល់ការសិក្សាហ្នឹងជាទូទៅពេលខ្លះគាត់អត់យល់នៅអ្វីដែលគាត់ត្រូវធ្វើគេការងារមានភាពស្មុគស្មាញពេកពិបាកពេកអីចឹងទៅដល់ពេលពិបាកពេកគាត់ធ្វើអត់ចេះគាត់ប្រកាសជាហៅអីដែលធ្វើឲ្យគាត់រំភើបឲ្យគាត់និយាយគ្នាមួយមិត្តភក្តិឬក៏បន្លាញគ្នាលេងចឹងទៅទី2ពេលខ្លះហ្នឹងមេរៀនហ្នឹងសមត្ថភាពរបស់កូនសិស្សទាបពេកអ្វីដែលលោកគ្រូអ្នកគ្រូបរៀនអត់ខ្ពស់ពេកទេប៉ុន្តែសមត្ថភាពរបស់គាត់នឹងទាបពេកដល់ពេលគាត់ទាបពេកគាត់ធុញទ្រាំនឹងការសិក្សាដូចគ្នាដែរឬក៏ខ្ពស់ពេកក៏ធ្វើឲ្យគាត់នឹងអាចធុញទ្រាំនឹងការសិក្សាដែរឧទាហរណ៍ហ្នឹងក៏រៀនចាស់អស់ហើយដល់ពេលលោកគ្រូអ្នកគ្រូបរៀនចឹងទៅពេលខ្លះទៅក៏គាត់អត់សូវចូលចិត្តអាមេរៀនបែបហ្នឹងដែរចឹងណាតែឃើញថាកត្តាផ្សេងៗទៀតហ្នឹងអាចតាក់ទងជាមួយនឹងបញ្ហាសុខភាពផ្លូវកាយផ្លូវចិត្តរបស់គាត់ដែរថានៅផ្ទះគាត់មានបញ្ហារឿងគ្រួសារឬក៏គាត់សុខភាពថ្ងៃហ្នឹងអត់ល្អអីចឹងទៅក៏គាត់អត់សូវផ្ដោតអារម្មណ៍រៀនដែរអញ្ចឹងទៅក្នុងនាមជាគ្រូនៅក្នុងថ្នាក់រៀនអ្វីដែលលោកគ្រូអ្នកគ្រូអាចធ្វើបានមានន័យថាដំបូងឡើយគឺលោកគ្រូអ្នកគ្រូត្រូវមានផែនការដើម្បីទប់ស្កាត់រឿងដែលកូនសិស្សដែលអាចកាត់ឡើងក្នុងថ្នាក់រៀនសកម្មភាពរំខានផ្សេងៗចឹងណាអញ្ចឹងទៅរបៀបដែលទប់ស្កាត់គឺគេបង្កើតជាច្បាប់ជាទម្លាប់នីតិវិធីត្រឹមត្រូវនៅក្នុងថ្នាក់រៀនហ្នឹងឯងអាហ្នឹងជាជំហានទី1ដែលសំខាន់មែនទែននៅក្នុងការគ្រប់គ្រងថ្នាក់រៀនហើយសម្រាប់សប្តាហ៍នេះខ្ញុំនឹងផ្ដោតទៅលើវិធីសាស្ត្រតើធ្វើយ៉ាងណាដើម្បីឲ្យលោកគ្រូអ្នកគ្រូថាពេលដែលមានសកម្មភាពកាត់ឡើងលេចឡើងភ្លាមៗនៅក្នុងថ្នាក់រៀនមានការរំខានភ្លាមៗតែលោកគ្រូអ្នកគ្រូមានវិធីសាស្ត្រគេដើម្បីទប់ស្កាត់ឬក៏កែតម្រូវអាកប្បកិរិយារបស់គាត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងផ្ដោតលើចំណុចហ្នឹងភាគច្រើនអត់ផ្ដោតទៅលើច្បាប់ទម្លាប់វិន័យអីទៀតទេខ្ញុំនឹងទៅចំណុចបន្តទៀតដើម្បីបង្កើតអបរិយាកាសវិជ្ជមានហ្នឹងគឺគេមានវិធីសាស្ត្រតាក់ទងជាមួយនឹងបង្កើតសញ្ញាសម្រាប់ការចាប់អារម្មណ៍របស់សិស្សមានន័យថាអានោះក៏ជាផ្នែកមួយនៅក្នុងការគ្រប់គ្រងថ្នាក់រៀនដែរអញ្ចឹងណាអញ្ចឹងតែបង្កើតសញ្ញាចាប់អារម្មណ៍នោះបែបម៉េចអូដល់ថាមានកូនសិស្សចេញទៅបន្ទប់តាត់មានការកូនសិស្សកំពុងពិភាក្សាគ្នាឬក៏អីចឹងទៅតែសុកលោកគ្រូអ្នកគ្រូនឹងចង់ក្តោបអារម្មណ៍គាត់មកវិញមកមូទាំងអស់ដើម្បីគ្រប់គ្រងពួកគាត់ឲ្យគាត់មើលមកខាងមុខទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងទៅវិធីសាស្ត្រដែលជាទូទៅគេប្រើប្រាស់ហ្នឹងអាចដូចមានលក្ខណៈចិត្តកណ្ដឹងគាត់ថាប្រាប់គាត់ថាបើសិនជាអ្នកគ្រូចិត្តកណ្ដឹងម្ដងគាត់ឯងត្រូវមើលមកមុខទាំងអស់គ្នាហើយទៅរក្សាភាពស្ងៀមស្ងាត់អញ្ចឹងក៏ដឹងហ្មងឲ្យតែថ្នាក់រៀនរបស់គាត់ឲ្យតែអ្នកគ្រូចិត្តកណ្ដឹងម្ដងក៏ដឹងតែមើលមកមុខហើយរក្សាភាពស្ងៀមស្ងាត់ហើយអាហ្នឹងក៏ជាវិធីមួយនៅក្នុងការអាចយើងប្រមូលអារម្មណ៍គាត់ដើម្បីគ្រប់គ្រងនៅក្នុងថ្នាក់របស់យើងដែរអញ្ចឹងណាមួយទៀតលោកគ្រូអ្នកគ្រូអាចលើកដៃទាំងពីរបើថាយើងអាចលើកដៃបែបនេះបើមិនជាគាត់ឯងឃើញអ្នកគ្រូលើកដៃបែបហ្នឹងសូមឲ្យលើកតាមអ្នកគ្រូឲ្យបែរមកមុខហើយរក្សាភាពស្ងៀមស្ងាត់ទាំងអស់គ្នាអញ្ចឹងទៅឲ្យតែលោកគ្រូអ្នកគ្រូដាក់បង្កើតសញ្ញាបែបហ្នឹងនៅក្នុងថ្នាក់រៀនឲ្យតែលើកដៃក៏សិស្សតែលើកដៃតាមហើយពេលហ្នឹងក៏យើងអាចគ្រប់គ្រងថ្នាក់រៀនបានមួយពេលដែរជាពិសេសនៅពេលដែលញ៉ៃខ្លាំងឬក៏កូនសិស្សគាត់ចាប់ផ្ដើមបែកអារម្មណ៍ទៅខាងផ្សេងច្រើនអត់ប្រមូលអារម្មណ៍ក្នុងការសិក្សាអញ្ចឹងណាហើយចំណុចមួយទៀតលោកគ្រូអ្នកគ្រូអាចទះដៃម្ដង2ដងឬក៏3ដងគាត់ថាសូមកូនទះដៃម្ដង2ដង3ដងអញ្ចឹងទៅប្រាប់គាត់ទៅគាត់ទះដៃទាំងអស់គ្នាទៅឲ្យគាត់បែរមកមុខទាំងអស់គ្នាដើម្បីប្រមូលអារម្មណ៍ការសិក្សារបស់គាត់អីចឹងណាហើយអានេះគ្រាន់តែជាចំណុចខ្លីៗមួយចំនួនទេហើយយើងសង្កេតឃើញថាលោកគ្រូអ្នកគ្រូមួយចំនួនគាត់មានសកម្មភាពនឹងច្រើននៅក្នុងថ្នាក់រៀនអញ្ចឹងណាអញ្ចឹងទៅខ្ញុំនឹងទុកពេលឲ្យលោកគ្រូអ្នកគ្រូចែកម្លែកវិញដើម្បីឲ្យលោកគ្រូអ្នកគ្រូរៀនពីគ្នាទៅវិញទៅមកដែរតែសូមឲ្យលោកគ្រូអ្នកគ្រូចែកម្លែកពីសកម្មភាពផ្ទាល់មើលថាបទពិសោធន៍ផ្ទាល់ពីលោកគ្រូអ្នកគ្រូតើបង្កើតសញ្ញាសម្រាប់ការចាប់អារម្មណ៍ហ្នឹងលោកគ្រូអ្នកគ្រូមានអីគេផ្សេងទៀតក្រៅពីការចែកម្លែករបស់ខ្ញុំអញ្ចឹងណាមានពីរណាគ្រូមានពីរចាលោកគ្រូលើកដៃឡើងលើហើយទះដៃ3ដង2ដងប៉ុន្តែកណ្ដឹងអត់មានទេដែលសូវប្រើលោកគ្រូមានប្រើវិធីសាស្ត្រអីផ្សេងក្រៅពីទាំងអាចចែកម្លែកឲ្យលោកគ្រូអ្នកគ្រូគាត់អាចយកទៅប្រើបានលោកគ្រូខ្ញុំប្រើពីរហើយភាសាមួយតែមានចាមានអ្នកគ្រូគឺឲ្យគាត់មេរៀនកាលណាគាត់មេរៀនគាត់លោឡាអត់ស្រែកញ៉ៃទេគឺស្ងាត់ស្រួលហើយតែស៊ីគាត់មេរៀនគាត់បានមេរៀនចូលក្នុងសភៅគាត់ថាវារៀនចំណាយពេលបន្តិចអរគុណចាមានវិធីផ្សេងខ្ញុំដូចជាឃើញអ្នកគ្រូរក្សាគាត់មានវិធីច្រើនអ្នកគ្រូអាចចែកម្លែកបានអត់ចាបានអ្នកគ្រូសម្រាប់ខ្ញុំពេលគ្រូរៀនសកម្មច្រើនហ្នឹងហើយចាអ្នកគ្រូសម្រាប់ខ្ញុំពេលដែលសិស្សរៀនញ៉ៃឬក៏គាត់ទៅបន្ទប់ទឹកអីចឹងទៅគឺខ្ញុំប្រើជាលក្ខណៈបទចម្រៀងអ្នកគ្រូឧទាហរណ៍ដូចពេលគាត់ចេញចឹងទៅ student ដល់ពេលហើយកូនសិស្សគាត់ឆ្លើយ yes teacher ដល់ពេលបន្តមកទៀត Are you ready yes teacher ជាងរហូតដល់ពេលគាត់ពិខាទៅប្រមូលអារម្មណ៍បានហើយបានខ្ញុំចាប់ផ្ដើមបន្តមេរៀនទៀតចឹងណាអ្នកគ្រូចាសូមអរគុណអ្នកគ្រូចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចែកម្លែក
អញ្ចឹងទៅខ្ញុំ បាទនេះ ឃើ ខ្ញុំ ញ ចូលរួមចែកម្លែកតិចមកនោះ ចាចាលោកគ្រូទំចេញលោកគ្រូ នេះដោយប៉ុន្តែខ្ញុំមិនមែនជាអ្នកបរិញ្ញាទេគាត់ថាជាគ្រូទេសចឹងអញ្ចឹងយើងតាក់ទងនឹងបច្ចេកទេសទៅខ្ញុំបានដឹងខ្លះហើយដូចថាមតីបើសាសមតីទេគេដាក់អាក្របព្រោះក្លុកបាទក្របក្លុកផងទៅអានឹងគាត់បញ្ញាអារម្មណ៍គាត់ហើយចំណែកសិស្សថ្នាក់ទី1ដល់ទី6ក៏ដូចជាការបរៀនទៅលោកគ្រូក៏ដូចគ្នាដែរព្រោះមិនថាសិស្សទេគ្រូក៏គាត់មានជួនកាលទៅគាត់មិនស្ដាប់យើងដូចគ្នាហ្នឹងអញ្ចឹងវិធីទីមួយឲ្យគាត់ក្រោកឈរមកផ្លែតក៏បានបាទក្រោកឈរទៅហើយយើងរបៀបបន្ធូរអារម្មណ៍ហាត់ប្រាណអីមក2នាទីទៅក៏ឲ្យគាត់អង្គុយវិញទៅហើយទី3ដោយគ្រូបានមានប្រសាសន៍អញ្ចឹងគឺអាចផ្ទះដៃបាទវាមានផ្ទះដៃ1វាមានផ្ទះដៃ3អញ្ចឹងទៅអាហ្នឹងក៏ការបញ្ញាអារម្មណ៍ដែរបាទនេះគ្រូខ្ញុំមានប៉ុណ្ណឹងដែលការចែកម្លែកព្រោះកន្លងមកធ្លាប់អនុវត្ត ចាអរគុណច្រើនលោកគ្រូអញ្ចឹងវាថាពេលដែលក្លុកគ្រប់គ្រូហ្នឹងកូនសិស្សក៏ត្រូវមើលមុខទាំងអស់គ្នាតើអត់លោកគ្រូ បាទនេះគ្រូបាទបើដាក់កំប៉ុងវិយាកំប៉ុងអីចឹងទៅគ្រប់ទៅគាត់មើល អូចាចាអរគុណច្រើនលោកគ្រូសម្រាប់ការចែកម្លែកអញ្ចឹងទៅសង្ឃឹមថាលោកគ្រូអ្នកគ្រូដែលអត់ទាន់បានប្រើហ្នឹងយកវិធីសាស្ត្រដែលលោកគ្រូអ្នកគ្រូបានចែកម្លែកហ្នឹងយកទៅសាកប្រើប្រាស់ផ្ទាល់នៅក្នុងថ្នាក់រៀនអញ្ចឹងណា ចឹងទៅខ្ញុំនឹងទៅចំណុចបន្តទៀតហ្នឹងគឺតកតងជាមួយនឹងការកំណត់ទម្លាប់សម្រាប់ឲ្យពួកគាត់ចូលរួមនៅក្នុងថ្នាក់រៀនអានេះប្រហែលជាលោកគ្រូអ្នកគ្រូដូចជាប្រើច្រើនមើលថាតែយើងអាចកំណត់ទម្លាប់អីគេដើម្បីឲ្យពួកសិស្សអាចចូលរួមថ្នាក់រៀនជាមួយលោកគ្រូអ្នកគ្រូបានចឹងណាអញ្ចឹងទៅមានពីរសំខាន់ទី1អាចឲ្យគាត់លើកដៃនៅពេលដែលគាត់ចង់ចូលរួមឆ្លើយចឹងណាអញ្ចឹងគាត់ដឹងហ្មងឲ្យតែគាត់ត្រូវចូលរួមឆ្លើយឬក៏អីចឹងទៅគាត់ចាប់ផ្ដើមលើកដៃនៅក្នុងថ្នាក់រៀនមកគាត់ចឹងទៅឬក៏ត្រឡប់មួយទៀតថានៅពេលដែលគាត់មិត្តភ័ក្តិរបស់គាត់ធ្វើអីបានល្អឬក៏អីចឹងទៅគាត់អាចផ្ទះដៃចូលរួមអបអរសាទរមិត្តភ័ក្តិរបស់គាត់អីចឹងណាអាហ្នឹងក៏ជាទម្លាប់មួយដែលលោកគ្រូអ្នកគ្រូអាចធ្វើដើម្បីឲ្យពួកសិស្សហ្នឹងគាត់ចាប់ផ្ដើមដូចមានការចូលរួមការសិក្សាអន្តរកម្មជាមួយមិត្តភ័ក្តិរបស់គាត់ឬក៏ជាមួយលោកគ្រូអ្នកគ្រូដែរអញ្ចឹងណាអាហ្នឹងជាសញ្ញាដែលលោកគ្រូអ្នកគ្រូអាចបង្កើតបាននៅក្នុងថ្នាក់រៀនហើយដូចគ្នាដែរខ្ញុំនឹងទុកពេល2នាទីសម្រាប់ឲ្យលោកគ្រូអ្នកគ្រូចែកម្លែកខ្ញុំជឿថាលោកគ្រូអ្នកគ្រូមួយចំនួនតូចនៅទីនេះប្រកាសជាមានបទពិសោធន៍បរិញ្ញាច្រើនជាងខ្ញុំទៀតហើយខ្ញុំជឿថាអ្វីដែលលោកគ្រូអ្នកគ្រូចែកម្លែកវាអាចនឹងមានប្រយោជន៍ច្រើនសម្រាប់លោកគ្រូអ្នកគ្រូថ្មីដែលគាត់អត់មានបទពិសោធន៍បរិញ្ញាច្រើនអញ្ចឹងណាព្រោះអីខ្ញុំមានក្មេងដែរជាទូទៅបទពិសោធន៍របស់ខ្ញុំអាចនឹងតិចជាងបើបទពិសោធន៍បរិញ្ញាអាចនឹងតិចជាងលោកគ្រូអ្នកគ្រូជាពិសេសដូចលោកគ្រូសាលាសិទ្ធិយុសាលាចឹងទៅតែលោកគ្រូអ្នកគ្រូមានដូចវិធីអីផ្សេងទៀតអត់ដើម្បីកំណត់ទម្លាប់ការចូលរួមរបស់សិស្សចឹងបើសិនជាមានសូមឲ្យលោកគ្រូអ្នកគ្រូចែកម្លែកបើសិនជាអត់មានទេខ្ញុំទៅចំណុចបន្តទៀតចឹងជម្រាបសួរអ្នកគ្រូចាជម្រាបសួរអ្នកគ្រូ ចាជម្រាបសួរអ្នកគ្រូចាអញ្ចឹងសម្រាប់ខ្ញុំដើម្បីឲ្យសិស្សចូលរួមឆ្លើយឬក៏ចូលរួមសកម្មភាពផ្សេងៗក្នុងថ្នាក់ខ្ញុំតែងតែប្រាប់គាត់ថាពេលដែលកូនឆ្លើយឬកូនឆ្លើយជាមួយអ្នកគ្រូគឺកូនទទួលបានបន្ទុកកន្លះបន្ទុកឬក៏មួយបន្ទុកបន្ថែមបន្ទុកពីប្រឡងអញ្ចឹងចាប់ដើមក្នុងគ្នាលើកដៃឆ្លើយអ្នកគ្រូចាអរគុណច្រើនអ្នកគ្រូ អរគុណអ្នកគ្រូ ពេលអញ្ចឹងគាត់ថាដល់គាត់ចូលចិត្តឆ្លើយមកព្រោះគាត់ឆ្លើយបន្ទុកជាទៅតែគាត់ថាចឹងទៅអាចបង្កើតជាក្រុមថ្នាក់រៀនហើយឲ្យងាយឡើងឲ្យគាត់អានមេរៀនដែលលេខក្នុងក្រុមហ្នឹងអ្នកគ្រូបានបន្ទុកដូចគ្នាអញ្ចឹងអានរាល់ថ្ងៃមេរៀនគាត់អានហើយគាត់ថតជាវីដេអូមែនអ្នកគ្រូឬក៏ដែរឲ្យថតជាវីដេអូអង្គុយអានមេរៀនចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចែករំលែកចឹងទៅសូមឲ្យលោកគ្រូអ្នកគ្រូមានសភៅឬក៏ប៊ិចសម្រាប់កត់អាតិចនិចមួយចំនួនដែលលោកគ្រូអ្នកគ្រូចែកម្លែកចឹងណាចឹងទៅអាចយកទៅប្រើប្រាស់ជាក់ស្ដែងដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតថាវគ្គបណ្ដុះបណ្ដាលគ្រាន់តែបានបញ្ជូនដូចគ្រាន់តែចំណេះដឹងទេបើឲ្យលោកគ្រូអ្នកគ្រូទៅធ្វើជាក់ស្ដែងហ្មងនោះត្រូវតែលោកគ្រូអ្នកគ្រូយកអាតិចហ្នឹងយកទៅអនុវត្តជាក់ស្ដែងហើយមើលថាតើមួយណាដែលវាស័ក្តិសមជាមួយនឹងការប្រើប្រាស់នៅក្នុងថ្នាក់រៀនផ្ទាល់តែម្ដងចឹងណាចឹងទៅលើកទឹកចិត្តឲ្យមាន notebook ខ្លួនឯងសម្រាប់កត់នៅចំណេះដឹងថ្មីៗដែរ
ហើយចំណុចបន្តទៀតតកតងជាមួយនឹងបច្ចេកទេសទាំង6សម្រាប់ការគ្រប់គ្រងថ្នាក់រៀនដូចដែលខ្ញុំផ្ញើជាកិច្ចការឲ្យលោកគ្រូអ្នកគ្រូបានអានអញ្ចឹងទៅឥឡូវខ្ញុំនឹងទុកពេលឲ្យ5នាទីទៀតសម្រាប់ឲ្យលោកគ្រូអ្នកគ្រូបានអានម្ដងទៀតតកតងជាមួយនឹងបច្ចេកទេសទាំង6ដែលខ្ញុំបានចែកម្លែកឲ្យទីទៀតខ្ញុំនឹង share link ម្ដងទៀតហើយចង់បញ្ជាក់ថាថ្ងៃនេះខ្ញុំអត់នឹងបញ្ចូលបច្ចេកទេសទាំង6នេះទេខ្ញុំសូមcall សម្រាប់ឲ្យលោកគ្រូឬក៏អ្នកគ្រូម្នាក់ឬក៏2នាក់សម្រាប់ចែករំលែកមកបច្ចេកទេសហ្នឹងឲ្យបានម្នាក់អញ្ចឹងណាចឹងទៅសូមឲ្យលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់នៅក្នុងការអានតិចទៀតហ្នឹងលោកគ្រូអ្នកគ្រូអាចនឹងមានឱកាសនៅក្នុងការបញ្ចូលលោកគ្រូអ្នកគ្រូផ្សេងទៀតពីបច្ចេកទេសហ្នឹងហើយខ្ញុំនឹងបន្ថែមនៅពេលដែលលោកគ្រូអ្នកគ្រូបានបញ្ចូលចប់ចឹងខ្ញុំនឹង share link ម្ដងទៀតដែលឲ្យខ្ញុំដាក់ពេល5នាទីណាដោយសារតែខ្ញុំបានផ្ញើកិច្ចការងារនឹងរួចហើយអញ្ចឹងទៅកុំឲ្យខាតពេលយូរដែរអញ្ចឹងណាលោកគ្រូអ្នកគ្រូថ្ងៃនេះរៀងសកម្មបន្តិចដោយសារតែយល់ថារហូតដល់ដូចខ្ញុំពិចារណានិយាយច្រើននៅក្នុងវគ្គបណ្ដុះបណ្ដាលអញ្ចឹងណាអញ្ចឹងទៅបាន design សកម្មភាពវិកេដែលលោកគ្រូអ្នកគ្រូអាចចែកម្លែកបានពិចារណានៅក្នុងវគ្គបណ្ដុះបណ្ដាលដោយសារតែយល់ថាចេះដូចរៀនតាម Zoom អញ្ចឹងពេលខ្លះទៅដូចអត់ទៅសកម្មជាមួយគ្នាហើយណាមួយពីក្រុមការងារទៅអត់ទៅឃើញតាក់ទងជាមួយសកម្មភាពរៀននេះអញ្ចឹងទៅចង់ឮជាសម្លេងចង់បានជាអន្តរកម្មរវាងគ្នានឹងគ្នាដើម្បីលោកគ្រូអ្នកគ្រូទទួលបានចំណេះដឹងច្រើនដែរអញ្ចឹងទៅខ្ញុំអត់សុំការស្ម័គ្រចិត្តទេសូមបញ្ជាក់ម្ដងទៀតលើកនេះខ្ញុំនឹង call ហើយឈ្មោះតែម្ដងអញ្ចឹងហើយឥឡូវអស់ម៉ោងហើយតែលោកគ្រូអ្នកគ្រូបានអានចប់គ្រប់គ្នាហើយលោកគ្រូអ្នកគ្រូអានចប់តែចាំទេចប់ហើយលោកគ្រូអ្នកគ្រូតែអត់ចាំដោយគាត់ថាដែរលោកគ្រូថាចាអត់អីលោកគ្រូដូចតែខ្ញុំនឹងបង្កើតខ្ញុំមាន slide ជូនអញ្ចឹងណាអត់ឲ្យលោកគ្រូចាំទាំងអស់ទេគាត់អាចយល់ហើយតែអាចបញ្ចូលបានអញ្ចឹងហើយក៏មានអារម្មណ៍ថាមានសម្ពាធអីគាត់ថាចែកម្លែកនេះគឺដើម្បីអូខេនេះខ្ញុំមាន slide ជូនទេគាត់អាចលោកគ្រូអ្នកគ្រូអាចបញ្ចូលបាននៅក្នុងនេះចាចឹងទៅសម្រាប់ចំណុចទី1ការតម្រូវតាមកាយវិការឬក៏អង់គ្លេសគេហៅ non verbal intervention ចឹងណាចឹងទៅខ្ញុំសូមជូនទៅលោកគ្រូធារមុនគេសូមចេញលោកគ្រូដល់វគ្គអ្នកគ្រូមិនលេចកាចហើយពេលនេះគ្រូខំម្ដងអ្នកគ្រូកុំឲ្យថាបរិញ្ញាសប្តាហ៍មុនទៅអត់បានយកប្រើប្រាស់សូមអញ្ជើញលោកគ្រូធារុំជម្រាបសួរលោកគ្រូទទួលបានពីក្រុមការងារលោកគ្រូទៅជាអត់លើទេអញ្ចឹងទៅសូមឲ្យក្រុមការងារតាក់ទងជាមួយនឹងតាក់ទងទៅលោកគ្រូធារុំបន្តិចកន្លែងរកគាត់មានបញ្ហាឬក៏ប្រអប់រអ៊ូនឹងអ៊ីនធឺណិតចឹងអូខេអញ្ចឹងទៅខ្ញុំអាចទៅបន្តមកទៅអញ្ចឹងទៅសូមអញ្ជើញអ្នកគ្រូច័ន្ទតាណាមកពីខេត្តកំពង់ចាមអ្នកគ្រូច័ន្ទតាណាអ្នកគ្រូយៈរតនាអត់ទេអ្នកគ្រូច័ន្ទតាណាអ្នកគ្រូអ្នកគ្រូចន្ទនាសោះមកយករតនាយ៉ាប់ហ្មងលោកគ្រូបោវាជំនួសហើយអូខេអញ្ចឹងទៅសូមឲ្យក្រុមការងារកត់ឈ្មោះហើយតំណែងទៅគ្រូអ្នកគ្រូទាំងពីរអញ្ចឹងខ្ញុំទៅចំណុចបន្តទៀតសូមឲ្យលោកគ្រូពុទ្ធាសូមអញ្ជើញលោកគ្រូឋានពុទ្ធា
បានគ្រូបាន ចាជួយសួរលោកគ្រូលោកគ្រូអាចបកស្រាយចំណុចនេះបានលោកគ្រូ បានគ្រូបាន ចាចឹងអាចចាប់ផ្ដើមបានលោកគ្រូអូខេលោកគ្រូសរ៉ែនលើកដៃលោកគ្រូអាចអធិស្ឋានគ្រូពធាខ្ញុំឃើញលោកគ្រូសរ៉ែនគាត់លើកដៃអាចឲ្យគាត់ចូលរួមមតិតិចទៅ បាទនេះសូនគ្រូ ចាជួយសួរលោកគ្រូ បាទខ្ញុំសូមចូលរួមតកតងនឹងកាយវិការរបស់សិស្សដែលគាត់មិនស្ដាប់គ្រូហើយដោយអ្នកគ្រូបានឲ្យដាក់អាននៅ tablet ខ្ញុំអានហើយក៏ប៉ុន្តែនេះខ្ញុំចង់ចូលរួមផ្នែកបន្ថែមបាទបន្ថែមទៅលើអ្វីដែលសិស្សកាយវិការសិស្សនឹងមិនសមរម្យឬក៏មិនស្ដាប់គ្រូអញ្ចឹងខ្ញុំកន្លងទៅខ្ញុំធ្លាប់បរៀនវិន័យបែបវិជ្ជមានទី1នៅពេលដែលសិស្សមិនស្ដាប់គឺប្រមាណថាគាត់នៅអង្គុយខាងក្រោយគាត់តែកេះគៀវគ្នាទៅគ្រូឡៃទៅយល់អាហ្នឹងវិធីទី1គឺឲ្យសិស្សហ្នឹងទៅអង្គុយដូរទីតាំងទៅអង្គុយក្បែរគ្រូបាទអង្គុយក្បែរគ្រូទៅហើយក្នុងករណីថាបើសិនបើគាត់នៅតែមិនស្ដាប់ទៀតឲ្យគាត់ចេញក្រៅមកសបកសិនទៅមកចេញតែឈរគាត់ក្រៅប្រហែលជា5នាទីចាំឲ្យគាត់ចូលវិញបាទអាហ្នឹងយើងអត់ធ្វើជាតនកម្មអត់ជាវាយជាអីទេគាត់ថាเอาមកផ្លែទេឲ្យចេញក្រៅមកផ្លែទៅឬក៏អង្គុយក្បែរគ្រូអញ្ចឹងទៅឲ្យគាត់មួយថ្ងៃពីរថ្ងៃទៅហើយដាក់លក្ខខណ្ឌគាត់ថាបើសិនជាកូនស្ដាប់គ្រូឬក៏អ្នកគ្រូកូនបានអង្គុយទៅកន្លែងដើមវិញបាទនេះគឺវិធីងាយហើយពីមានវិធីច្រើនទៀតប៉ុន្តែគាត់ថាជាលើកឧទាហរណ៍ពីរចំណុចនេះគ្រូបាទសូមអរគុណគ្រូ ចាអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកអញ្ចឹងទៅពីលោកគ្រូតារាចែករំលែកហ្នឹងគឺជាអ្វីដែលបន្ថែមពីបច្ចេកទេសដែលខ្ញុំមាននៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងទៅអាចឥឡូវ6ពេលលោកគ្រូចែករំលែក2ទៀតទៅអាចបាន8ដែលលោកគ្រូអ្នកគ្រូអាចយកទៅប្រើបានអញ្ចឹងទៅសូមលោកគ្រូពុទ្ធាសូមអញ្ជើញបន្តលោកគ្រូអាចបញ្យកពីវិធីសាស្ត្រទី1សិន បានគ្រូមិនគ្រូស្ដាប់ខ្ញុំបានគ្រូ ចាទទួលបានលោកគ្រូ បានគ្រូចំពោះទីសាស្ត្រទី1គ្រូចង្អុលសិភៅឲ្យសិស្សមើលអាហ្នឹងបើយើងសិស្សវាពងតែថ្ងៃតែគៀវគ្នាអត់មើលគ្រូគេឲ្យសិស្សអានឲ្យសិស្សអានយកមើលមេរៀនលោកគ្រូឡើងយើងដើរទៅដល់សិស្សហើយយើងចង្អុលឲ្យសិស្សមើលតែម្ដងចង្អុលកន្លែងណាចឹងតែម្ដងទីការប្រើសកែភ្នែកឲ្យចំមើលឲ្យចំអញ្ចឹងយើងអត់មានតស្ដីបន្ទោសឲ្យសិស្សគាត់តែសិស្សតែញ៉ៃយើងមើលឲ្យចំសិស្សប្រើភ្នែកកាច់តិចមើលចំសិស្សសិស្សដឹងថាអូគ្រូកំពុងតែមើលមកគាត់ហើយគាត់ខុសអីឬគាត់ញ៉ៃអីចឹងគាត់បែរមកមើលស្កាប់ទៀតមកគ្រូវិញហើយអាចធ្វើសញ្ញាឲ្យស្ងាត់ខ្ញុំអត់យល់ធ្វើសញ្ញាឲ្យស្ងាត់វិញគ្រូណាហ្នឹងផែធ្វើសញ្ញាស្ងាត់ផែដូចសញ្ញាដែលអ្នកគ្រូបរៀនមុនហ្នឹងមិញហ្នឹងគឺធ្វើសញ្ញាដូចជាផ្ទះដៃអីហ្នឹងទៅហ្នឹងខ្ញុំអត់ទៅយល់ហ្នឹងអ្នកគ្រូហើយចុងក្រោយដើរទៅចិត្តគាត់ដើរប្រាប់គាត់តែម្ដងយើងដើរទៅក្បែរគាត់ប្រាប់គាត់តែម្ដងគ្រូខ្ញុំមានប៉ុណ្ណឹងគ្រូ ចឹងទៅអរគុណច្រើនលោកគ្រូពុទ្ធាសម្រាប់ការចែករំលែកចឹងណាចឹងទៅចំណុចកន្លែងការតម្រូវកាយវិការនៅថាពេលហ្នឹងគឺគ្រូអត់និយាយអីទាំងអស់ជាទូទៅគ្រូប្រើកាយវិការប្រើកសែភ្នែកហើយនឹងសកម្មភាពចឹងដូចអ្វីដែលលោកគ្រូពុទ្ធាចែករំលែកហ្នឹងគឺមានដូចអ្វីដែលខ្ញុំឧទាហរណ៍ចឹងណាពេលខ្លះទៅឲ្យកូនសិស្សអានសភៅឧទាហរណ៍ថាកំពុងតែអានកូនសិស្សម្នាក់ដែលគាត់អានអញ្ចឹងចោលប្រាប់គាត់ដូចគាត់ទៅបង្ហាញកាយវិការចោលប្រាប់គាត់ទៅគាត់ដឹងថាអូពេលហ្នឹងគ្រូអីមើលសភៅហ្នឹងអាហ្នឹងអាចជាវិធីមួយពេលខ្លះទៅអាចស្រឡឹងមើលគាត់ស្រឡឹងមើលហ្នឹងមិនបែបកសែភ្នែកតុនភ្លុនទេលោកគ្រូអ្នកគ្រូពេលខ្លះយើងតុនភ្លុនពេកក៏ពិបាកដែរដូចខ្ញុំនៅក្នុងថ្នាក់រៀនដែលនៅក្នុងថ្នាក់បណ្ដុះបណ្ដាលបែបនេះដោយសារតែខ្ញុំពីខ្ញុំក្មេងហើយលោកគ្រូអ្នកគ្រូពីច្រើនមានវ័យចំណាស់ជាងខ្ញុំអញ្ចឹងណាហើយបើសិនយើងនៅក្នុងថ្នាក់រៀនអត់អាចសម្លេង speed សម្លេងបែបនេះបានទេតែរៀងតឹងរឹងតិចអញ្ចឹងកសែភ្នែកដូចគ្នាជឿទៅឲ្យដល់ថាមានកូនសិស្សម្នាក់ដែលគាត់អត់គ្រប់វិន័យឬអីចឹងលោកគ្រូអ្នកគ្រូគាត់តែស្រឡឹងមើលទៅកាន់គាត់ហើយពេលខ្លះតែកសែភ្នែករបស់យើងហ្នឹងវាមានធម៌ពលមែនតើគាត់តែស្រឡឹងមើលទៅក៏អាចដឹងថាយើងកាចហើយក៏គាត់ខ្លាចយើងដែរចឹងណាហើយវិធីមួយទៀតពេលខ្លះទៅកាយវិការរបស់យើងថាប្រយោគមានកូនទៅហ្នឹងគាត់និយាយចឹងប្រយោគបដាដើរទៅចិត្តគាត់បដាប្រយោគបដាដើរទៅចិត្តគាត់បដាចឹងទៅគាត់អាចដឹងហើយតែយើងតែចិត្តគាត់ជាទូទៅពេលគាត់និយាយគ្នាឬគាត់កេះគ្នាគាត់ចាប់ផ្ដើមបដូរអេយ៉ាបត់ភ្លាមនៅពេលហ្នឹងដែរចឹងណាអញ្ចឹងទៅមានអូខេអញ្ចឹងទៅមួយលោកគ្រូពុទ្ធាក៏ថាឆ្ងល់ថាសញ្ញាឲ្យស្ងាត់ហ្នឹងមិនអូថាមានសិស្សមួយថ្នាក់20នាក់តែមានសិស្សម្នាក់ហ្នឹងគាត់ចាប់ផ្ដើមនិយាយគ្នាយើងអាចឃើញណាអញ្ចឹងទៅពេលខ្លះក៏អាចដឹងដែរ
អានោះថាអាហ្នឹងគ្រាន់តែវិធីស្រាលទេដែលលោកគ្រូអ្នកគ្រូអាចប្រើបានជាក់ស្ដែងសិស្សមួយចំនួនគាត់អត់ទៅមានអាកប្បកិរិយាមានបញ្ហាហ្មងទេគ្រាន់តែលោកគ្រូអ្នកគ្រូធ្វើបែបហ្នឹងទៅគាត់អាចស្ងាត់តែតាមថ្នាក់ដែរណាវិធីសាស្ត្រខ្លះថ្នាក់ហ្នឹងតែលោកគ្រូអ្នកគ្រូគាត់តែចោលទៅគាត់មើលដែរវារៀនវល់ហើយប្រើវិធីសាស្ត្រហ្នឹងក៏វាអត់ដែរថតថាយើងអាចប្រើវិធីហ្នឹងមួយសម្រាប់សិស្សថ្នាក់ណាដែលគាត់អត់ទៅជាមានបញ្ហាអាកប្បកិរិយាហ្មងនៅក្នុងថ្នាក់រៀនអញ្ចឹងណាចឹងតែដោយសារតែឃើញលោកគ្រូចម្រើនទឹកដែរសូមអញ្ចឹងលោកគ្រូ បាទអរគុណលោកគ្រូដែលជួយបកស្រាយហើយលោកគ្រូបានបញ្យល់ហើយអ្នកគ្រូគាត់បន្ថែមមិញហ្នឹងអានេះបើយើងយក apply ជាមួយនឹងថ្នាក់ digital របស់យើងមានប្រសិទ្ធភាពបំផុតហ្នឹងគឺមានតែដើរទៅចិត្តគាត់ទេប្រើខ្សែភ្នែកគាត់អត់បានមើលយើងទេគាត់បើកបីកែមកហ្នឹងចូលរួមចឹងហ្មងហ្នឹងមានវិធីសាស្ត្រដើរទៅចិត្តហ្មងបើថាយើងប្រើកាយវិការដើរទៅចិត្តគាត់គាត់អត់ហ៊ានលេងអីចឹងយើងបញ្យល់យើងនៅកណ្ដាលក៏ដោយយើងនៅមុខក៏ដោយចឹងអ្នកនៅក្រោយគាត់មានឱកាសលេងច្រើនចឹងមានវិធីសាស្ត្រដើរទៅចិត្តហ្នឹងខ្ញុំគិតថាមានប្រសិទ្ធភាពបំផុតហ្មងហ្នឹងហើយនឹងសញ្ញាធ្វើឲ្យស្ងាត់នេះយើងក៏យកដៃដាក់មាត់ឬក៏សញ្ញាផ្ដល់សញ្ញាឲ្យគាត់មានន័យថាគាត់ស្ងប់ស្ងាត់ណាជាពិសេសពេលបញ្យល់អីគឺស្ទើរតែអត់ចង់ស្ដាប់ឯគាត់ឡៃវល់ជាមួយនឹងលេងជាមួយកម្មវិធីកុំព្យូទ័រអញ្ចឹងបានឱកាសពេលបរៀនទ្រឹស្ដីត្រូវឲ្យបិទកុំព្យូទ័រទាំងអស់ហើយមានសិស្សខលខូចគាត់លឿនណាមិនមែនខូចអីមានន័យថាគាត់លប៉លពូចគាត់លឿនគាត់បើកអញ្ចឹងវិធីសាស្ត្រដើរទៅចិត្តគាត់ហ្នឹងគឺល្អបំផុតតាមរយៈកាយវិការរបស់យើងមកសូមអរគុណចូលរួមប៉ុណ្ណឹងដែរគ្រូណា អរគុណច្រើនលោកគ្រូអញ្ចឹងទៅខ្ញុំចូលចិត្តវិធីដែលលោកគ្រូប្រាប់ថាពេលដែលបញ្ចូលទ្រឹស្ដីឲ្យកូនសិស្សបិទកុំព្យូទ័រអាហ្នឹងគឺសំខាន់មែនតើដូចលោកគ្រូនិយាយទៅអូកូនសិស្សតែឃើញកុំព្យូទ័រគាត់ចង់ចុចចង់ប៉ះអញ្ចឹងទៅនៅពេលដែលបញ្ចូលសូមឲ្យលោកគ្រូអ្នកគ្រូដាក់ឲ្យកុំព្យូទ័រទាំងអស់ slip សិនតែអញ្ចឹងក៏អត់បានផ្ដោតអារម្មណ៍មើលលោកគ្រូអ្នកគ្រូវិញហើយដូចលោកគ្រូចែកម្លែកអញ្ចឹងមានន័យថាវិធីសាស្ត្រហ្នឹងគឺថាដើរទៅជិតគាត់អាចមានប្រសិទ្ធភាពតែដូចថ្នាក់មួយចំនួនប្រហែលជាថ្នាក់ខ្លះដែលគាត់បញ្ចូលទ្រឹស្ដីឬក៏អីទៅអាចប្រើខ្សែភ្នែកឬក៏អីបានអញ្ចឹងណាតែដូចលោកគ្រូនិយាយចឹងពេលខ្លះបានកុំព្យូទ័រទៅមើលខ្សែភ្នែកទៅចាំគាត់ក៏វាពិបាកដែរតែអ្វីដែលខ្ញុំចែកម្លែកជាជំរឿនហ្នឹងគឺថាខ្ញុំឲ្យជំរឿនច្រើនដើម្បីឲ្យលោកគ្រូអ្នកគ្រូគិតថាតើមួយណាដែលលោកគ្រូអ្នកគ្រូអាចចង់យកទៅប្រើប្រាស់ក្នុងថ្នាក់រៀនអញ្ចឹងណាអូខេអញ្ចឹងទៅសម្រាប់ចំណុចនេះតើមានចម្ងល់អ្វីទេពីលោកគ្រូអ្នកគ្រូបើសិនជាអត់មានទេខ្ញុំនឹងទៅចំណុចបន្តទៀតដូចជាអត់មានទេអញ្ចឹងទៅខ្ញុំសូមទៅចំណុចបន្តទៀតនេះគេហៅកែតម្រូវអនាមិកឬក៏ anonymous individual correction អញ្ចឹងណាអញ្ចឹងទៅសូមអញ្ជើញឲ្យអ្នកគ្រូទិញយ៉ាវដល់អ្នកគ្រូមកពីកាត់ផងអ្នកគ្រូចាជំរាបសួរលោកគ្រូចាជំរាបសួរអ្នកគ្រូសូមថ្លែងសម្ដែងអ្នកគ្រូស្ងាត់សំឡេងលោកគ្រូខ້ອຍកញ្ញាដែលលើសំឡេងគាត់សោះទៅវិញធ្លាប់លើម្ដងអ្នកគ្រូចាំអត់អីចាំតិចទៅយកឲ្យគាត់ក្បែរចូលអ្នកគ្រូចង់លើសំឡេងអញ្ចឹងអ្នកគ្រូរីយ៉ាអាចចាំលេខបានអត់អ្នកគ្រូចំណុចនេះចារៀងកង់សំឡេងតិចអ្នកគ្រូគាត់ចេះតែយកកង់មកទុកកង់ម្ដុំសិនឯងកង់ឲ្យគាត់នៅផ្ទះទុកកង់នៅផ្ទះទៅអ្នកគ្រូហូរនិយាយហ្នឹងហើយហ្នឹងមិនលោកគ្រូនិយាយបាត់កង់ទុកឆ្ងាយអត់បានទេអត់មានលុយចាស់យ៉ាបានអ្នកគ្រូបើសិនតែអ្នកគ្រូគាត់កង់អញ្ចឹងអាចទៅអ្នកគ្រូឬក៏អ្នកគ្រូផ្សេងទៀតបានអ្នកគ្រូអត់អីទេលោកគ្រូដោយសារតែមុននឹងដូចគាត់ច្បាស់ដែរច្បាស់ហើយលោកចាលើច្បាស់ហើយអ្នកគ្រូចាជំរាបសួរដល់ទៀតសូមជំរាបសួរលោកគ្រូទាំងអស់គ្នាចានៅក្នុងចំណុចកែតម្រូវអនាមិកនេះបើនិយាយទៅយើងអាចថាការណែនាំជាអីគ្រូចង់ឲ្យកូនមើលមកគ្រូទាំងអស់គ្នាហ្នឹងដូចយើងចង់ថាឲ្យពងតាសិស្សទាំងអស់ហ្នឹងគាត់មានសកម្មភាពញ៉ៃអីចឹងទៅអញ្ចឹងយើងអាចឲ្យគាត់ទះដៃពីអីចឹងទៅគាត់មានចំណាប់អារម្មណ៍មកយើងទាំងអស់គ្នាវិញអញ្ចឹងយើងអត់បានផ្ដោតទៅអ្នកណាមួយទេចាអរគុណអ្នកគ្រូប៉ុណ្ណឹងអ្នកគ្រូចាអរគុណអ្នកគ្រូសម្រាប់ការចែកម្លែកអញ្ចឹងទៅខ្ញុំនឹងបន្ថែមតកតងជាមួយនឹងកែតម្រូវអនាមិកអញ្ចឹងទៅវិធីនេះជាទូទៅប្រើវិធីសាស្ត្រអត់ថាលោកគ្រូអ្នកគ្រូអត់ឲ្យឈ្មោះគាត់ចំទេថាលោកគ្រូអ្នកគ្រូកំពុងតែបញ្ចូលអញ្ចឹងហើយបន្ទាប់មកមានសិស្សម្នាក់គាត់កំពុងតែមើលទៅប្រួយអញ្ចឹងលោកគ្រូអ្នកគ្រូអាចនិយាយថា
សូមឲ្យសិស្សទាំងអស់គ្នាមើលមកកាន់គ្រូទាំងអស់គ្នានៅក្នុងថ្នាក់បើសិនជាគាត់មើលទេអាចនិយាយថាមានសិស្សម្នាក់ដែលអត់ទាន់មើលមកអ្នកគ្រូនៅក្នុងថ្នាក់រៀនដូចអីចឹងណាអញ្ចឹងទៅក៏គាត់លើសិស្សម្នាក់ពីណាគេអញ្ចឹងក៏ចាប់ផ្ដើមចាប់អារម្មណ៍អាហ្នឹងក៏ជាវិធីមួយដែលយើងអាចប្រើបានដែរនៅក្នុងថ្នាក់រៀនអញ្ចឹងណាហើយក៏វាអត់ទៅស្មុគស្មាញច្រើនដែរឬក៏ពេលដែលចាប់ផ្ដើមបញ្ចូលមេរៀនឧទាហរណ៍ថានៅពេលដែលចាប់ផ្ដើមបញ្ចូលលោកគ្រូថាឥឡូវកូនឯងមើលមកអ្នកគ្រូទាំងអស់គ្នានៅក្នុងថ្នាក់រៀនទៅពេលហើយមានសិស្សពីរនាក់ក៏អត់ទាន់មើលអត់ទាន់បានមើលរបស់អ្នកគ្រូអញ្ចឹងយើងអត់ទាន់ហៅឈ្មោះឯងវិធីអាណាមកថាមានសិស្សពីរនាក់ដែលអត់ទាន់មើលរបស់អ្នកគ្រូអញ្ចឹងទៅគាត់អាចដឹងថាសិស្សពីរនាក់ហ្នឹងគាត់ចាប់ផ្ដើមបដូរអីយ៉ាបតគាត់ភ្លាមជាទូទៅសិស្សត្រូវការមិនក្រានរំលឹកត្រូវការជួយគាត់ច្រើននៅក្នុងថ្នាក់រៀនពេលខ្លះទៅគាត់និយាយគ្នាគាត់អត់បានផ្ដោតអារម្មណ៍អញ្ចឹងទៅវិធីហ្នឹងប្រហែលជាអាចជួយនៅក្នុងការប្រមូលកូនសិស្សយកបានដែរអញ្ចឹងណាតែដោយវិធីដែលអ្នកគ្រូនិយាយមិញហ្នឹងដោយលក្ខណៈថាដូចថាបើសិនជាក្នុងថ្នាក់ច្រើនមានសភាពមកទៅអញ្ញៃអត់ទៅមានការរំខានច្រើនលោកគ្រូអាចប្រើវិធីប្រមូលអារម្មណ៍ទាំងអស់ក៏បានដែរអានោះថាយើងអាចក្តោបសិស្សទាំងអស់បានមើលមកខាងទាំងអស់គ្នាអញ្ចឹងតែបើសិនជាតែម្នាក់ពីរនាក់យើងអាចប្រើវិធីនេះក៏បានដែរអានោះវាភាពបត់បែនទៅតាមថ្នាក់រៀនតបរបស់លោកគ្រូអ្នកគ្រូដែរអញ្ចឹងណាយើងមើលតាមស្ថានភាពចាតែដូចជាអត់ជាមានបញ្ហាទេថាឥឡូវមានចម្រិតច្រើននៅក្នុងការកែតម្រូវសិស្សអញ្ចឹងហើយលោកគ្រូអ្នកគ្រូអាចសាកយកទៅប្រើប្រាស់បានអញ្ចឹងណាព្រោះថាបើសិនជាពីដំបូងយកទៅប្រើប្រាស់ទៅវាល្អអត់ខ្យល់អត់វាអត់តនេះតែសាកទៅពេលខ្លះទៅមានយូរទៅអាភាពបត់បែននៅក្នុងការបរៀនហ្នឹងវាស៊ីសំទៅលើរយៈពេលដែលអ្នកគ្រូបរៀនឯងអញ្ចឹងណាអញ្ចឹងពេលខ្លះដឹងrồiថាពេលណាគួរតែប្រើវិធីណាពេលណាគួរតែប្រើវិធីមួយណាអញ្ចឹងចាអរគុណច្រើនអ្នកគ្រូរីយ៉ាសម្រាប់ការចែករំលែកអញ្ចឹងទៅខ្ញុំនឹងទៅចំណុចបន្តទៀតអញ្ចឹងពីអ្នកគ្រូហើយឥឡូវសូមពីលោកគ្រូម្ដងអញ្ចឹងទៅសូមអញ្ជើញលោកគ្រូអ៊ូសុភ័ក្របាទអ្នកគ្រូលើកខ្ញុំនិយាយលោកគ្រូអ៊ូសុភ័ក្រទទួលបានខ្ញុំច្បាស់ហើយលោកគ្រូច្បាស់អ្នកគ្រូលើកខ្ញុំនិយាយច្បាស់ចាអញ្ចឹងសូមអញ្ជើញលោកគ្រូអាចចែករំលែកចំណុចនេះបានទេទៅកាន់លោកគ្រូអ្នកគ្រូផ្សេងទៀតលើកខ្ញុំនិយាយច្បាស់អ្នកគ្រូខ្ញុំរៀងលឿនតិចសំឡេងរៀងទូរស័ព្ទស្ដីគាត់បានលើច្បាស់អ្នកគ្រូលើច្បាស់រៀងលឿនជាងមុនហើយលោកគ្រូខ្ញុំដេកខ្លាំងគាត់លឿនត្រង់ចំណុចនេះខ្ញុំគិតថាយើងដោះស្រាយបញ្ហាក្នុងថ្នាក់ជារួមឧទាហរណ៍ថាមានសិស្សជាច្រើនកាត់នៅមានបញ្ហាចំពោះរឿងការដាក់ដៃលើ keyboard ខុសអីចឹងអ្នកគ្រូតែយើងអាចនិយាយបានថាយើងជាគ្រូយើងអាចនិយាយបានថាលោកគ្រូបានកត់សម្គាល់ឃើញថាសិស្សភាគច្រើននៅមានបញ្ហាចំពោះការដាក់ដៃនៅលើ keyboard ឲ្យបានត្រឹមត្រូវអញ្ចឹងយើងរៀនដាក់ដៃសាដើមទាំងអស់គ្នានេះតាមខ្ញុំគិតត្រង់ចំណុចនេះអ្នកគ្រូទទួលបានណាអ្នកគ្រូទទួលបានលោកគ្រូមានអីចង់បន្ថែមទៀតអត់លោកគ្រូអត់មានទេអ្នកគ្រូគិតថាត្រង់នេះគេមានអីចាអ្នកគ្រូចាអរគុណច្រើនលោកគ្រូអញ្ចឹងទៅដូចជាអត់មានអីខុសពីលោកគ្រូដែរទេប្រហែលគ្នានឹងឯងមើលថាកែតម្រូវជាក្រុមអញ្ចឹងទៅយើងអាចប្រាប់សារថ្មីឬក៏ប្រាប់ថាឲ្យកូនសិស្សត្រូវធ្វើអីជាក្រុមតែម្ដងអញ្ចឹងណាអញ្ចឹងទៅពេលហ្នឹងឧទាហរណ៍ថាកូនសិស្សគាត់ត្រូវកត់មេរៀនឬក៏ដាក់ដៃនៅលើ keyboard អញ្ចឹងលោកគ្រូអ្នកគ្រូអាចនិយាយរំលឹកឬក៏ដាក់ស្ទើរថាថ្មីថាពួកគាត់ហ្នឹងត្រូវធ្វើអីឥឡូវហ្នឹងអញ្ចឹងទៅឥឡូវហ្នឹងកូនទាំងអស់គ្នាត្រូវដាក់ដៃឲ្យបានត្រឹមត្រូវនៅលើ keyboard គាត់ដែលលើកូនទាំងអស់គ្នាឬក៏ពាក្យទាំងអស់គ្នាហ្នឹងគាត់ចាប់ផ្ដើមទៅឃើញថាអូគ្រូឲ្យធ្វើអីហើយគ្រូបើមិនតែគាត់ដឹងខ្លួនខុសដែលគាត់អត់ទាន់ដាក់ដៃលើ keyboard ក៏អាចនឹងកែតម្រូវដាក់ដៃនៅលើ keyboard អីចឹងណាអាហ្នឹងក៏ជាវិធីសាស្ត្រមួយដែរជាទូទៅខ្ញុំឃើញដូចជាលោកគ្រូអ្នកគ្រូអាចប្រើច្រើនហើយប្រហែលជាប្រើអត់ដឹងខ្លួនទៀតនៅក្នុងថ្នាក់រៀនចឹងខ្ញុំជឿថាវិធីសាស្ត្រទាំង6នេះមានលោកគ្រូអ្នកគ្រូមួយចំនួនដែលគាត់ប្រើប៉ុន្តែអត់ដឹងថាឈ្មោះគេហៅអីនៅក្នុងថ្នាក់រៀនផ្ទាល់ដូចជាអត់មានអីច្រើនទេចំណុចនេះដូចជាងាយយល់ដែរទេខ្ញុំនឹងទៅចំណុចបន្តទៀតកែតម្រូវជាសម្ងាត់ឬក៏ private individual correction ចឹងទៅខ្ញុំនឹងជូនទៅកាន់អ្នកគ្រូម្ដងសូមឲ្យអ្នកគ្រូសវណ្ណណែតជំរាបសួរអ្នកគ្រូចាជំរាបសួរអ្នកគ្រូទឹកបាត់ហើយអ្នកគ្រូចឹងលោកគ្រូចែកម្លែកមកក្បែរលោកគ្រូអាចចែកម្លែកបានណាលោកគ្រូលោកគ្រូទាំងអស់គ្នាអាចបានអ្នកគ្រូចាចំពោះចំណុចកែតម្រូវជាសម្ងាត់នេះគឺយើងអាចនិយាយបានថាជាការកែតម្រូវមួយដែលយើងធ្វើមិនឲ្យសិស្សដែលគាត់មានសភាពក្នុងថ្នាក់ហ្នឹងអត់ស្ដាប់គ្រូឬក៏គាត់មិនសម្រាប់ក្នុងថ្នាក់ទេយើងអាចណែនាំគាត់ទៅជាលក្ខណៈបុគ្គលកុំឲ្យគាត់ខ្មាស់លទ្ធៈផ្សេងទៀតចឹងទៅហើយការតម្រូវបែបនេះគឺមានថាយើងទុកឱកាសឲ្យគាត់ឬក៏
គ្រប់សិទ្ធគាត់អីចឹងណាគ្រូកុំឲ្យគាត់មានភាពខ្មាស់អៀនទៅការលទ្ធិផ្សេងទៀតដែលធ្វើឲ្យគាត់ពេលខ្លះគាត់ខ្លាចថ្នាក់យើងគាត់ថាបានហើយពេលដែលគាត់ខ្មាស់ការលទ្ធិគាត់ផ្សេងទៀតចឹងទៅសូមប៉ុណ្ណឹង ចំទូលលោកគ្រូវិញថាលោកគ្រូអាសាអនុវត្តវិធីនេះឯលោកគ្រូនៅក្នុងថ្នាក់រៀន ស្តាដែរនៅគ្រូដែលសារនៅក្នុងថ្នាក់ខ្ញុំមួយថ្នាក់អាចរៀនម្នាក់ឬពីរនាក់ឯនៅគ្រូតាមថ្នាក់ទីច្រើនគឺសឹងតែគ្រប់ថ្នាក់នៅគ្រូថ្នាក់រាជការ ចាអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកអញ្ចឹងទៅដូចលោកគ្រូលេងគាត់ប្រយោជន៍អញ្ចឹងថាកែតម្រូវជាសម្ងាត់បែបលក្ខណៈអញ្ចឹងហើយកែតម្រូវជាសម្ងាត់មានរូបភាពបែបថាឧទាហរណ៍ថាលោកគ្រូអ្នកគ្រូឲ្យពួកគាត់ធ្វើអីមួយសកម្មភាពឧទាហរណ៍ថាកំពុងតែវាអក្សរនៅលើกระดาษចុចចោលប៉ុន្តែមានគូសិស្សម្នាក់ណាក៏អត់ធ្វើទេអញ្ចឹងកែតម្រូវជាសម្ងាត់ហ្នឹងមានថាលោកគ្រូអ្នកគ្រូដែរទៅចិត្តគាត់ឲ្យប្រាប់គាត់ថាឲ្យគាត់ធ្វើអីពេលដែលនិយាយហ្នឹងវាមានវិធីច្រើននៅក្នុងការនិយាយឧទាហរណ៍ថាពេលទៅដល់កូនសិស្សហ្នឹងតដែលពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគាត់តែងតែអត់មានអាកប្បកិរិយាល្អនៅក្នុងការរៀនពេលដែលលោកគ្រូអ្នកគ្រូដែរទៅចិត្តគាត់ហ្នឹងអាចប្រមានគាត់តែម្ដងគាត់ថាបើសិនជាកូនឯងនៅតែបន្តសកម្មភាពអញ្ចឹងទៀតអ្នកគ្រូនឹងគាត់ឈ្មោះឬក៏លោកគ្រូនឹងគាត់ឈ្មោះដើម្បីជាកំណត់ត្រាឬក៏អីចឹងណាឬក៏ប្រមានគាត់ថាបើសិនជាកូនឯងអត់ធ្វើគាត់ឯងមានជំរើសមួយទៀតគឺមកជួបអ្នកគ្រូឬក៏គ្រូផ្ទាល់តែម្ដងអញ្ចឹងយើងអាចជាការប្រមានឬក៏ណែនាំឲ្យគាត់ធ្វើតែពេលខ្លះទៅយើងគាត់តែចិត្តគាត់ថាគាត់មិនរៀនឬក៏ប្រាប់គាត់ឲ្យធ្វើអាកប្បកិរិយាណាមួយដែលត្រឹមត្រូវវិញអញ្ចឹងណាអញ្ចឹងអានេះគេហៅថាកែតម្រូវជាសម្ងាត់ប៉ុន្តែកែតម្រូវជាសម្ងាត់ហ្នឹងមិនមែនមានរូបភាពថារៀនតឹកលោកគ្រូអ្នកគ្រូដើរទៅប្រាប់គាត់ម្នាក់ឯងអាហ្នឹងលេងជាសម្ងាត់តែអាហ្នឹងបែកធ្លាយហើយដោយសារតែពេលរៀនអញ្ចឹងទៅដោយលោកគ្រូអ្នកគ្រូដើរទៅប្រាប់គាត់មិនថាគាត់ដឹងហើយថាកូននេះបាច់ជាធ្វើខុសហើយអ្នកបានគ្រូមកប្រាប់គាត់អីចឹងចឹងទៅរូបភាពដែលកែតម្រូវជាសម្ងាត់ហ្នឹងគឺត្រូវមានកិច្ចការងារអីមួយគាត់ធ្វើសិនហើយលក្ខណៈថាកំឡុងពេលដែលគាត់មេរៀនចាំយើងកែតម្រូវគាត់អីចឹងឥឡូវហ្នឹងគាត់ខូចសិនអញ្ចឹងលោកគ្រូអ្នកគ្រូអត់ទាន់មានវិធានការអីទេតែដល់ពេលលោកគ្រូអ្នកគ្រូមានកិច្ចការងារឬក៏ឲ្យគាត់ធ្វើអីមួយនឹងមានពេលទៅណែលោកគ្រូអ្នកគ្រូអាចដើរទៅខ្សឹបប្រាប់គាត់តតែម្ដងអញ្ចឹងណាជាទូទៅក្នុងរូបភាពណែនាំច្រើនជាងកែតម្រូវជាសម្ងាត់ចឹងហើយដូចជាអស់ហើយតែត្រង់ចំណុចនេះតើលោកគ្រូអ្នកគ្រូមានចម្ងល់អីទេតាក់ទងជាមួយនឹងកែតម្រូវជាសម្ងាត់បែបនេះហើយខ្ញុំដូចជាឃើញលោកគ្រូអ្នកគ្រូភាគច្រើនដែរដែលគាត់មានកែតម្រូវសិស្សជាសម្ងាត់ដែរហើយចង់ប្រាប់ថានៅពេលដែលកែតម្រូវសិស្សជាសម្ងាត់ហ្នឹងការប្រើប្រាស់សំឡេងគឺសំខាន់អត់អាចថាមិនក៏កូនឯងអត់កត់មេរៀនអញ្ចឹងអានោះវាច្រើនអត់ទៅដែរវាច្រើនយើងអាចនិយាយក្នុងសំឡេងមួយដែលលក្ខណៈថាម៉ាត់រៀងកាច់ចាស់អាហ្នឹងបានកូនសិស្សគាត់ភាគច្រើនគាត់អាចស្ដាប់តាមច្រើនហើយសំឡេងម៉ាត់កាច់ហ្នឹងជាទូទៅអាចរៀនបានដូចខ្ញុំអញ្ចឹងភាគច្រើនបើតែខ្ញុំបរិយាកាសគឺខ្ញុំរៀនស្លូតដែរតែរៀនសំដែងនៅក្នុងថ្នាក់រៀនអញ្ចឹងថ្ងៃខ្លះអត់ទៅការចេះបរិយាកាសថ្មីតិចតួចហ្នឹងស្លូតពេកទៅកូនសិស្សវាញ៉ៃពេកអញ្ចឹងដល់ពេលពួកគាត់ញ៉ៃពេកត្រូវចេញមករៀងកាច់តិចសលេងយ៉ាងម៉ាត់តិចឬក៏ប្រាប់គាត់គាត់មិនរៀនឬក៏អីចឹងប្រាប់គាត់អញ្ចឹងទៅគាត់ចាប់ផ្ដើមស្ដាប់ភាគច្រើនអញ្ចឹងតិចនៅក្នុងការប្រើប្រាស់សំឡេងក៏សំខាន់ដែរលោកគ្រូអ្នកគ្រូគាត់ថាបើសិនជាប្រាប់គាត់កូនឯងកុំធ្វើអញ្ចឹងធ្វើអញ្ចឹងបែបដូចលក្ខណៈដល់ពេលយើងរៀនស្លូតពេកកូនឯងធ្វើកិច្ចការងារហើយប្រាប់គាត់តែម្ដងពីរដងដល់ពេលយើងស្លូតអញ្ចឹងពេកឬក៏សំឡេងរបស់យើងវាអត់ម៉ាត់ពេកណាពេលទៅដល់ប្រាប់គាត់យូរទៅគាត់លេងទៅស្ដាប់ហើយអានោះដូចគ្នាដែរអញ្ចឹងណាតែរៀនបានសំឡេងកាច់តែសម្រាប់លោកគ្រូអ្នកគ្រូមួយចំនួនប្រហែលជាអាចមានអីគេសំឡេងកាច់ឬក៏សង្កត់ធ្ងន់ហ្នឹងពេលច្រើនអាចមាននឹងមឹងម៉ាត់អីហ្នឹងអាចមានមកពីកំណើតដែរតែលោកគ្រូអ្នកគ្រូមួយទៀតពេលច្រើនតែចរិតគាត់ស្លូតឬក៏អីចឹងនៅក្នុងថ្នាក់រៀនគឺគាត់រៀនស្លូតដែរដូចខ្ញុំមួយនៅក្នុងចំណោមនោះដែរពីច្រើនខ្ញុំរៀនគ្រូស្លូតនៅក្នុងថ្នាក់សំឡេងអ្នកគ្រូប្រុសអញ្ចឹងនឹងចេញកាច់យ៉ាងម៉េចទេអ្នកគ្រូតែពេលខ្លះដល់ពេលអត់បានពេលខ្លះកាច់ម្ដងដែរអ្នកគ្រូពេលរៀនគ្រូថ្មីតិចតួចបើរៀនស្លូតពេកពេលច្រើនទៅចាប់ផ្ដើមដាក់ឆ្អេចឹងអញ្ចឹងទៅដូចជាអត់មានចម្ងល់អីទេខ្ញុំនឹងទៅចំណុចបន្តទៀតនេះការសរសើរជាបុគ្គលឬក៏សម្ងាត់នេះរៀងស្ងាត់ដែរប៉ុន្តែបែបលក្ខណៈនៃរៀងល្អអញ្ចឹងទៅទៅខាងណាម្ដងចេះសូមអីលោកគ្រូកង់ថៃតើលោកគ្រូបាទជំរាបសួរលោកគ្រូអ្នកគ្រូលោកគ្រូអានេះវាខុសពីបច្ចេកទេសខ្ញុំហ្មងការសរសើរជាលក្ខណៈសម្ងាត់បើខ្ញុំធ្លាប់ប្រើតែសរសើរជាលក្ខណៈទូទៅដូចសរសើរគាត់នៅមុខគេអញ្ចឹងណាដើម្បីឲ្យសិស្សផ្សេងគាត់ចង់បានការសរសើរគាត់មានភាពសប្បាយរីករាយអញ្ចឹងគាត់ចង់ធ្វើឲ្យបានដូចគេអញ្ចឹងណា
គ្រូ ចា ពេលអញ្ចឹងទៅវាខុសគ្នាហ្នឹងណាគ្រូអញ្ចឹងអត់សូវយល់ឡើងហ្នឹង ចាចាលោកគ្រូ បាទ អញ្ចឹងទៅអាចសូមជំនួយពីលោកគ្រូឬក៏អ្នកគ្រូផ្សេងហ្នឹងចាលោកគ្រូតែសារអ្នកគ្រូរតនាមិញចង់ឮសម្លេងលោកគ្រូកញ្ញាអញ្ចឹងសូមលោកគ្រូកញ្ញាលោកគ្រូ ចាអ្នកគ្រូនឹងឲ្យត្រូវចិត្តណាស់ បាទជំរាបសួរអ្នកគ្រូ ចាជម្រាបសួរលោកគ្រូ គ្រូសម្រាប់ការសរសើរជាលក្ខណៈនិពន្ធតាមនឹងយល់ឃើញថាឧទាហរណ៍ថាសួរសាស្ត្រថាកុំចោលជាអ្វីអញ្ចឹងគុំសាស្ត្រគាត់សួរគាត់ឆ្លើយដៃឆ្លើយអញ្ចឹងនៅពេលវាគាត់ឆ្លើយត្រូវយើងឲ្យវិទ្យាមកគាត់ទីផ្សាយអបអរសាទរគាត់នឹងដើម្បីឲ្យអ្នកផ្សេងគាត់ចង់បានភាពគេអបអរសាទរដូចអ្នកដែលឆ្លើយត្រូវដែរគ្រូ ចា អរគុណណាស់ ចាចាអរគុណច្រើនលោកគ្រូអញ្ចឹងអ្វីដែលលោកគ្រូចែកម្លែកមិញបាទដូចជារូបភាពនៃការសរសេរជាសាធារណជនជាតិតែបើសិនជាលក្ខណៈជាបុគ្គលឬក៏សម្ងាត់ហ្នឹងលក្ខណៈថាទៅបញ្ចូលគាត់បែបលក្ខណៈស្ងាត់ណាអត់ថាអូថ្ងៃហ្នឹងសប្តាហ៍មុនគាត់ទៅធ្វើបានល្អតែថ្ងៃនេះគាត់ប្រឹងរៀនចំណែកអូគេសកម្មនៅក្នុងការសិក្សាអញ្ចឹងណាអញ្ចឹងពេលលោកគ្រូអ្នកគ្រូអាចដើរទៅមើលកិច្ចការងាររបស់គាត់លោកគ្រូអ្នកគ្រូអាចខ្សឹបតែគាត់គាត់ឯងហ្នឹងបើបានល្អឃើញចូលរួមសកម្មនៅក្នុងការសិក្សាឬក៏អីចឹងណាឬក៏គាត់ឯងហ្នឹងចុចអក្សរបានលឿនជាងមុនមែនតើអាទិត្យមុនចុចបានតែ10ពាក្យនៅក្នុងមួយនាទីឯតែឥឡូវហ្នឹងចុចបានតែដល់15ពាក្យនៅក្នុងមួយនាទីអញ្ចឹងណាអញ្ចឹងទៅអាហ្នឹងក៏ជាវិធីសាស្ត្រមួយដែលលក្ខណៈថាលើកទឹកចិត្តគាត់ណាហើយនៅពេលដែលគ្រូពិចារណាទៅសិស្សទៅក៏រៀងស៊ីខ្សែចូលដែរតែគ្រូបញ្ចូលគាត់ដែលលក្ខណៈថាគ្រូផ្សាយគាត់អញ្ចឹងទៅពិចារណាគេចង់ធ្វើឲ្យខ្លួនឯងល្អប្រសើរជាងមុនអញ្ចឹងទៅគាត់អាចមានអាកប្បកិរិយាកម្មតែល្អប្រសើរនៅក្នុងថ្នាក់រៀនដែរអញ្ចឹងណាហើយដូចវិធីដែលលោកគ្រូកញ្ញាប្រើមិញក៏អាចមានប្រសិទ្ធភាពដែរលក្ខណៈថាគាត់ចង់បានការសរសើរឬក៏លើកទឹកចិត្តពីមិត្តរួមថ្នាក់របស់គាត់នៅពេលដែលគាត់ធ្វើបានល្អអញ្ចឹងណាអញ្ចឹងពីច្រើននៅពេលដែលគេធ្វើបានល្អមានអីជារង្វាន់ឬក៏ការលើកទឹកចិត្តជាទូទៅកូនសិស្សគាត់អាចនឹងចូលរួមនៅក្នុងការរក្សាអាកប្បកិរិយាល្អច្រើននៅក្នុងថ្នាក់រៀនអញ្ចឹងណានឹងជាចំណុចមួយទៀតឥឡូវខ្ញុំនឹងទៅចំណុចបន្តទៀតអញ្ចឹងទៅចំណុចចុងក្រោយនេះខ្ញុំសូមអត់ tutor ទេសូមការស្ម័គ្រចិត្តតែម្ដងចំណុចចុងក្រោយតើតើជាមួយនឹងការតម្រូវជាសាធារណៈអង់គ្លេសគេហៅ lightning quick public correction អញ្ចឹងទៅសូមឲ្យការស្ម័គ្រចិត្តតែម្ដងពីលោកគ្រូអ្នកគ្រូបើសិនជាអត់មានការស្ម័គ្រចិត្តខ្ញុំហៅទៀតចាជម្រាបសួរអ្នកគ្រូ ចាជឿគឺអ្នកគ្រូ វិធីសាស្ត្រហ្នឹងខ្ញុំប្រើទឹកមុនដែរអ្នកគ្រូ ចា ដោយសារតែពួកគាត់រៀងធំអញ្ចឹងហើយគាត់អត់សូវដូចយើងនិយាយទៅគាត់អត់សូវយកចិត្តទុកដាក់អ្នកគ្រូអញ្ចឹងហើយគាត់អញ្ចឹងទៅក៏ការតម្រូវគាត់ជាសាធារណៈហ្មងគឺនិយាយទាំងអស់ហ្មងអញ្ចឹងណាហើយតែពេលនិយាយហ្នឹងអ្នកគ្រូនិយាយបែបម៉េចដែរអ្នកគ្រូនិយាយទៅកាន់សិស្សទាំងអស់គ្នាឬក៏សិស្សម្នាក់ឬក៏ពីរនាក់ដែលគាត់ធ្វើខុសអញ្ចឹងណាអ្នកគ្រូទាំងអស់ដោយសារពួកគាត់ជាទូទៅគឺបែបហ្នឹងហ្មងណាគ្រូអញ្ចឹងហើយខ្ញុំក៏បានប្រាប់គាត់ពីគោលបំណងរបស់យើងអញ្ចឹងហើយក៏ដូចជាដាស់តឿនពួកគាត់អញ្ចឹងណាគ្រូមុនដំបូងយើងត្រូវនិយាយពីចំណុចកំហុសរបស់គាត់ហើយបន្ទាប់មកបានយើងដាស់តឿនគាត់ថាគាត់ធ្វើអញ្ចឹងដើម្បីអីអញ្ចឹងហើយគោលបំណងរបស់យើងដើម្បីឲ្យគាត់ល្អអីចឹងណាគ្រូចាអ្នកគ្រូចាអរគុណច្រើនអ្នកគ្រូប្រកាសចា៎ចឹងតែដោយសារតែឃើញលោកគ្រូស្រែលើកដៃសូមចេញលោកគ្រូអាចមានចំណុចបន្ថែមទេគ្រូបាទអរគុណអ្នកគ្រូសម្រាប់ការអនុញ្ញាតឲ្យចូលរួមចែកម្លែកជាក់ស្ដែងខ្ញុំល្ងាចមិញខ្ញុំមានការកែតម្រូវជាសាធារណៈមួយដែលនៅក្នុងបន្ទប់កុំព្យូទ័រតែម្ដងដោយសារយើងកំពុងតែបញ្យល់ហើយគាត់ទៅបើកYouTube បាទបើក YouTube អញ្ចឹងនេះខ្ញុំបានកែតម្រូវថាបើសិនបើកូនណាដែលបើក YouTube ឬក៏បើកអ្វីដែលធ្វើអ្វីដែលខុសពីលក្ខខណ្ឌរបស់គ្រូអញ្ចឹងត្រូវអស់5បន្ទុកអានេះយើងដាក់រៀងធ្ងន់តិចដើម្បីគាត់ខ្លាចបាទអញ្ចឹងហើយដល់ពេល
បាទឲ្យគាត់សន្យាទៅថាបើសិនថ្ងៃក្រោយមានទៀតអាហ្នឹងត្រូវអស់បន្ទុកឲ្យនិយាយជាទូទៅក្នុងថ្នាក់ហ្នឹងបាទហ្នឹងខ្ញុំវិធីមានប៉ុណ្ណឹងហើយប៉ុន្តែក៏វាមានវិធីផ្សេងដែរប៉ុន្តែក៏ការចែកម្លែកអ្វីដែលចាក់ស្ដែងនិយាយមិញទេបាទអរគុណលោកគ្រូ ចាអរគុណច្រើនលោកគ្រូសម្រាប់ការចែកម្លែកអឺចឹងទៅពីអ្វីដែលលោកគ្រូអ្នកគ្រូជាយើងចែកម្លែកហ្នឹងគឺជាវប្បធម៌មួយដែលល្អមែនទែនហើយជាអ្វីដែលក្រុមការងារចង់មើលឃើញដែរថាជាវគ្គបណ្ដុះបណ្ដាលនៅថាអាចជាវគ្គកន្លែងមួយដែលលោកគ្រូអ្នកគ្រូអាចចែកម្លែកវិធីសាស្ត្រឬក៏បច្ចេកទេសនៅក្នុងការបរៀនដើម្បីឲ្យជួយនៅក្នុងការបរៀនរបស់លោកគ្រូអ្នកគ្រូបានល្អប្រសើរដែរចាហើយក៏អរគុណច្រើនលោកគ្រូសារ៉ែនហើយនិងលោកគ្រូអ្នកគ្រូផ្សេងៗទៀតដែលសកម្មនៅក្នុងការចែកម្លែកនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងដែរហើយខ្ញុំចង់បន្ថែមបន្តិចការតម្រូវជាសាធារណៈហ្នឹងអាចមានរូបភាពបើសិនជាលោកគ្រូអ្នកគ្រូអាចកែតម្រូវជាក្រុមមុនហ្នឹងដូចលក្ខណៈកែតម្រូវជាថ្នាក់ប្រាប់ជាថ្នាក់ហ្មងថាត្រូវធ្វើអីឬក៏កាត់បន្ទុកឬក៏អីចឹងទៅឬក៏លក្ខណៈថាអាចនិយាយបដៅមកថ្នាក់ហ្មងគឺថាអូកូនឯងភាគច្រើនទៅពេលគាត់អត់ទៅធ្វើបានល្អចឹងទៅអាចនិយាយជាសាធារណៈជាថ្នាក់រួមចឹងណាប៉ុន្តែនៅក្នុងវិធីសាស្ត្រនេះគឺគេបដៅទៅលើភាគច្រើនគេបដៅទៅលើបុគ្គលប៉ុន្តែបុគ្គលមិនប៉ុន្តែជាសាធារណៈតែម្ដងឧទាហរណ៍ថាកូនសិស្សកូនសិស្សខ្លះយើងទៅប្រាប់គាត់នៅចិត្តហើយនិយាយអីហើយប្រើអាណានិមឹកហើយគាត់នៅតែស្ដាប់ទៀតអញ្ចឹងអត់មានជំរឿអីក្រៅពីប្រាប់គាត់ជាសាធារណៈតែម្ដងអូថាកូនសិស្សពុទ្ធិហ្នឹងគាត់អត់វាអត់អីគាត់នៅតែនិយាយគ្នាឬក៏គាត់នៅតែកេះគៀវនៅតែសេនៅគូរូបនៅអីលេងអញ្ចឹងហៅគាត់មកពុទ្ធិគាត់ឯងត្រូវវាអត់ឬក៏អីចឹងដល់ពេលគាត់ធ្វើបានអូល្អហើយអរគុណច្រើនអីចឹងទៅអញ្ចឹងទៅលោកគ្រូអ្នកគ្រូអាចគ្រាន់តែលក្ខណៈថាប្រាប់គាត់តែម្ដងនៅក្នុងថ្នាក់រៀនណាអញ្ចឹងទៅពេលហ្នឹងហើយគាត់អាចនឹងដឹងខ្លួនហើយក៏គាត់មានអារម្មណ៍ថារៀងរអីខ្លួនដែរនៅពេលដែលគាត់អត់បានធ្វើនៅក្នុងថ្នាក់រៀនអញ្ចឹងណាឬក៏ពេលដែលលោកគ្រូអ្នកគ្រូបញ្ចូលកូនសិស្សម្នាក់ហ្នឹងប្រើវិធីអីក៏គាត់អត់មើលមកមុខដែរអញ្ចឹងហៅគាត់មកពុទ្ធិខ្លួនឯងមើលមកមុខសិនអញ្ចឹងយើងអាចហៅឈ្មោះគាត់ឲ្យដើម្បីឲ្យគាត់មើលមកមុខទាំងអស់គ្នាឬក៏អីចឹងណាអញ្ចឹងទៅបើថាអានឹងជាសាធារណៈឲ្យគេដឹងឮថាគាត់បានធ្វើខុសនៅក្នុងថ្នាក់រៀនអញ្ចឹងពីចំណុចហ្នឹងតើលោកគ្រូអ្នកគ្រូមានអីចង់បន្ថែមឬក៏មានចម្ងល់អីផ្សេងទៀតទេតាក់ទងជាមួយនឹងបច្ចេកទេសមួយហ្នឹងឬកែតម្រូវជាសាធារណៈមួយទៀតលោកគ្រូអ្នកគ្រូអាចធ្វើអញ្ចឹងលក្ខណៈថាហៅគាត់ចេញទៅក្រៅជប់យើងតែម្ដងថាបុគ្គលដែលគាត់តណាយពេកហៅគាត់ចេញក្រៅនិយាយគ្នា1នាទី2នាទីសិនណាឥឡូវខ្លួនឯងចេញមកក្រៅជប់អ្នកគ្រូសិនអញ្ចឹងហៅគាត់ចេញមកក្រៅហើយបដៅណែនាំគាត់ឲ្យចាំឲ្យគាត់ចូលនៅក្នុងថ្នាក់វិញពេលហ្នឹងហើយសិស្សផ្សេងៗទៀតគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានកម្ដៅជាទូទៅនៅក្នុងថ្នាក់រៀនឲ្យតែគ្រូហៅសិស្សម្នាក់ឬក៏អីចឹងហៅទៅបដៅនៅខាងក្រៅឥឡូវថាគាត់ចាប់ផ្ដើមដឹងហើយថាកូនសិស្សហ្នឹងគាត់ធ្វើខុសនៅក្នុងថ្នាក់រៀនហើយកូនសិស្សជាទូទៅដូចថាបក្រាបតែមួយផ្សេងទៀតគាត់ចាប់ផ្ដើមខ្លាចនៅគូអ្នកគ្រូដែរអញ្ចឹងណាដូចជាតកតងជាមួយនឹងកែតម្រូវជាសាធារណៈគឺមានតែប៉ុណ្្នឹងឯងហើយទាំងអស់ហ្នឹងគឺជាបច្ចេកទេសទាំង6ដែលលោកគ្រូអ្នកគ្រូអាចយកទៅប្រើបាននៅក្នុងថ្នាក់រៀនហើយចង់ប្រាប់ដែរថាវិធីសាស្ត្រដែលប្រើសម្រាប់កែតម្រូវអកប្បកិរិយាទាំងអស់ហ្នឹងជាទូទៅកែបានតែកូនសិស្សណាដែលគាត់លក្ខណៈថាមិនទៅជាមានបញ្ហាធ្ងន់ធ្ងរតាក់ទងជាមួយនឹងអកប្បកិរិយារបស់គាត់លក្ខណៈថាគាត់តែធ្វើតែប៉ុណ្្នឹងគាត់អាចកែតម្រូវបានអញ្ចឹងណាប៉ុន្តែបើសិនជាលក្ខណៈធ្ងន់ធ្ងរយើងអាចនឹងប្រើវិធីសាស្ត្រផ្សេងអត់អាចប្រើវិធីហ្នឹងតែមួយដែរអញ្ចឹងពេលខ្លះទៅកែតម្រូវជាសាធារណៈហើយគាត់ចេញក្រៅថ្នាក់ណែនាំគាត់ហើយក៏គាត់នៅតែស្ដាប់ម៉ោងរៀននៅតែលោឡានៅតែអីទៀតអញ្ចឹងទៅត្រូវប្រើវិធីផ្សេងដើម្បីដោះស្រាយគាត់ដែរព្រោះយល់ដែរថាថ្នាក់រៀនមួយចំនួនកូនសិស្សខ្លះគាត់ស្រួលពេលខ្លះទៅគាត់មកអញ្ចឹងទៅគាត់នឹងលោកគ្រូអ្នកគ្រូនិយាយតែពី3ម៉ាត់ទៅគាត់អាចស្ដាប់លោកគ្រូអ្នកគ្រូតែថ្នាក់រៀនខ្លះដូចចាប់ក្តារតែឆ្អេងអញ្ចឹងទីទៅថ្នាក់រៀនដែលពិបាកគឺថ្នាក់រៀននៅរៀងខាងចុងដោយសារអីទី1ការសិក្សារបស់គាត់សមត្ថភាពយកថាការសិក្សារបស់គាត់អត់ទៅបានល្អចំណាត់ថ្នាក់ដេកអត់ទៅលេខបានល្អពេលដល់បញ្ចូលមានថាគាត់អត់ទៅចាប់បានទេដល់ពេលគាត់អត់ទៅចាប់បានគាត់មករៀនគាត់ចាប់ផ្ដើមរំខានដល់ទឹកផ្សេងអញ្ចឹងលោកគ្រូអ្នកគ្រូដែលបរិញ្ញាបត្រនៅថ្នាក់ចុងណាភាគច្រើនពិបាកនៅក្នុងការកែតម្រូវអកប្បកិរិយាសិស្សតែហើយដូចថាតកតងជាមួយនឹងបន្ទុកកាត់បន្ទុកគាត់ក៏គាត់អត់ខ្វល់គាត់ឈ្មោះគាត់លែងខ្វល់ហើយគាត់មកឈរគាត់លេងខ្មាស់គេហើយគាត់ចេញក្រៅគាត់លេងខ្មាស់គេសិស្សដែលគាត់មានអកប្បកិរិយាបែបហ្នឹងគឺពិបាកនៅក្នុងការ
ដោះស្រាយមែនតើជាទូទៅនៅក្នុងថ្នាក់រៀនប៉ុន្តែអត់ទៅមានច្រើនទេពួកគាត់ប្រហែលជាអាចមានមួយក្រុមតូចទេដែលពិបាកបែបហ្នឹងអញ្ចឹងហើយប្រយោជន៍ដែរទី1តកតងជាមួយនឹងការសិក្សារបស់គាត់អាចប្រវត្តិនៃការប្រវត្តិនៃគ្រួសាររបស់គាត់យកអត់ដឹងថាតើគាត់នៅផ្ទះហ្នឹងគាត់ជួបបញ្ហាគេដែលគាត់អាចមានអាកប្បកិរិយាបែបហ្នឹងនៅក្នុងថ្នាក់រៀនអញ្ចឹងពេលខ្លះទៅអត់ដឹងថាពេលខ្លះទៅនៅផ្ទះឪពុកម្ដាយរបស់គាត់គាត់ស្រាវាយគ្នាលេងល្បែងឬក៏អីចឹងទៅក៏អាចមានបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍ដែរហើយគាត់មានកម្លាំងទឹកចិត្តណាមករៀនជាមួយលោកគ្រូអ្នកគ្រូអញ្ចឹងណាប៉ុន្តែក្នុងនាមជាគ្រូលោកគ្រូអ្នកគ្រូអាចធ្វើអ្វីដែលថាព្យាយាមឲ្យល្អបំផុតណាសម្រាប់ការកែតម្រូវអត្តកិរិយារបស់គាត់ណាតែសួរថាព្យាយាមហ្នឹងអាចកែតម្រូវគាត់ទៅ100ទាំង100អត់ខ្ញុំជឿថាប្រហែលជាអាចកែបានពីច្រើនប៉ុន្តែបើឲ្យទាំងអស់ហ្មងវាស៊ីសងទៅលើសិស្សដូចគ្នាដែរអញ្ចឹងណាអញ្ចឹងមិនមែនការរៀនដែលចេះហ្នឹងមិនមែនមកពីគ្រូតែម្នាក់ឯងការរៀនដែលចេះវាថាការបូកផ្សំពីលោកគ្រូអ្នកគ្រូផងក៏ពីសិស្សសានុសិស្សដែរហើយសិស្សសានុសិស្សហ្នឹងក៏ជះឥទ្ធិពលមកពីគ្រូសាមកពីសង្គមដែលគាត់រស់នៅជាក់ស្ដែងដែរអញ្ចឹងណាអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូឲ្យយល់កន្លែងហ្នឹងដែរអញ្ចឹងមិនថាអូទៅមើលថ្នាក់រៀនខ្លះអូលោកគ្រូអ្នកគ្រូបកកែបរៀនណាគ្រប់គ្រងថ្នាក់រៀនបានល្អអញ្ចឹងណាអញ្ចឹងទៅដោយសារអីពេលខ្លះទៅសិស្សក៏រៀនល្អដែរតែបើសិនជាសិស្សគាត់មកទៅពិបាកហើយគាត់បកកែគ្រប់គ្រងថ្នាក់រៀនមានន័យថាបច្ចេកទេសនៅក្នុងការគ្រប់គ្រងថ្នាក់រៀនរបស់គាត់ហ្នឹងក៏ល្អដែរនៅក្នុងការគ្រប់គ្រងថ្នាក់រៀនដែរអញ្ចឹងណាអូខេអញ្ចឹងទៅខ្ញុំនឹងទៅចំណុចបន្តទៀតចំណុចបន្តទៀតអូនថាមុនហ្នឹងលោកគ្រូអ្នកគ្រូបានធ្វើវិធីសាស្ត្រដូចដោះស្រាយភ្លាមហើយនៅក្នុងថ្នាក់រៀនខ្ញុំទៅវាក់ដាល់ដល់ពេលវាក់ដាល់ត្រូវធ្វើម៉េចវាក់ដាល់ថាខ្ញុំអាចមាននៅជំរើសមួយចំនួនដែលលោកគ្រូអ្នកគ្រូអាចដាក់ពីនៃទៅកាន់ពួកគាត់បានអញ្ចឹងណាអញ្ចឹងទៅដូចអ្វីដែលលោកគ្រូអ្នកគ្រូធ្វើដូចថាធ្វើការរំលឹកគាត់សិនអូថាពេលដែលយើងហៅគាត់ទៅជួបម្នាក់ហ្នឹងអាចធ្វើការរំលឹកថាពេលដែលលោកគ្រូអ្នកគ្រូទៅកែតម្រូវជាសម្ងាត់ហ្នឹងអាចរំលឹកគាត់ថាគាត់កំពុងតែធ្វើអីខុសតែបើវិធីហ្នឹងអត់ដែរទេអាចពមៀនហ្នឹងឲ្យលក្ខណៈថាពមៀនជានៅក្នុងថ្នាក់រៀនមកអាចប្រាប់គាត់ឲ្យគាត់មកជួបឬក៏អីចឹងណាអញ្ចឹងទៅជាទូទៅរូបភាពដែលពមៀនហ្នឹងវាអាចមានច្រើនពេលខ្លះទៅគាត់កំពុងតែរៀនយើងអាចទៅពមៀនគាត់នៅក្នុងថ្នាក់រៀនមកថាបើសិនគាត់ឯងធ្វើអញ្ចឹងលោកគ្រូឬក៏អ្នកគ្រូនឹងឲ្យកូនទៅជួបលោកនាយកសាលាឬក៏ដកឈ្មោះចេញឬក៏អីចឹងណាលុបឈ្មោះចេញឬក៏យើងអាចធ្វើលក្ខណៈថាតើវិន័យអីគេនៅក្នុងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូហ្នឹងដែលលោកគ្រូអ្នកគ្រូដាក់អញ្ចឹងយើងអាចធ្វើការពមៀនគាត់សិនម្ដងឬក៏ពីរដងមើលទៅគាត់ស្ដាប់យើងទេហើយគាត់មកជួបផ្ទាល់តែម្ដងពេលមកជួបផ្ទាល់ហ្នឹងមានន័យថានៅជួបហើយត្រូវមានឯកសារអីគេដើម្បីឲ្យគាត់ឆ្លងបញ្ចាំងជាលេខអក្សរមានការសញ្ញាមានការបដិឆេទអីទៅអញ្ចឹងទៅថាគាត់បានធ្វើអីខុសហើយទៅគាត់នឹងកែតម្រូវអសកម្មភាពគាត់បែបណាអញ្ចឹងណាអញ្ចឹងក៏អានឹងគឺជាវិធីមួយដែលធ្វើឲ្យគាត់ដឹងខ្លួនដែរថាគាត់ពេលនឹងធ្វើខុសហើយឲ្យគាត់ឆ្លងបញ្ចាំងពីកំហុសរបស់គាត់ហើយឲ្យគាត់មើលថាគាត់អាចកែតម្រូវអីគេទៀតពេលក្រោយទៀតអញ្ចឹងណាអញ្ចឹងទៅសម្រាប់ការឆ្លងបញ្ចាំងហ្នឹងជាទូទៅសូមឲ្យចំណុចហ្នឹងសូមឲ្យលោកគ្រូអ្នកគ្រូដឹងដែរថាពេលដែលជួបគាត់ម្នាក់មួយទៅមួយឬក៏អីចឹងទៅសូមឲ្យជួបកន្លែងណាដែលគេមើលឃើញដែរកុំឲ្យហៅគាត់ទៅជួបក្នុងបន្ទប់តែ2នាក់ឬក៏អីចឹងទៅអាហ្នឹងវាស៊ីសងទៅលើពីដូចលើកមុនតាក់ទងជាមួយនឹងការការពារកុមារដែរចឹងចឹងទៅបើសិនជាពមៀនគាត់ឬក៏អីចឹងទៅអាចហៅគាត់ពមៀននៅកន្លែងណាដែលគេអាចមើលឃើញដូចគ្នាដែរចឹងហើយបើសិនជាអស់ជំរើសហើយបន្តទៀតមានន័យថាទៅបញ្ជូនគាត់ទៅការិយាល័យរបស់លោកនាយកសាលាដោយសារតែលោកនាយកសាលាជាទូទៅគាត់ជួយកែតម្រូវសិស្សនៅពេលដែលមានបញ្ហាធ្ងន់ធ្ងរនៅក្នុងសាលាដែលលោកគ្រូអ្នកគ្រូក្នុងដែនរបស់លោកគ្រូអ្នកគ្រូដែលលែងធ្វើការទៀតហើយអញ្ចឹងបញ្ជូនទៅកាន់នាយកសាលាដោយថាបញ្ហាអីធ្ងន់ធ្ងរបញ្ជូនទៅកាន់គាត់ទៅជាទូទៅគាត់មានវិធីច្រើននៅក្នុងការណែនាំកូនសិស្សហើយកូនសិស្សតែទៅជួបនាយកសាលាហើយពីច្រើនគាត់ភ័យខ្លាចច្រើនដោយសារតែនាយកសាលាមុខតំណែងគាត់គឺខ្ពស់ជាងគេហើយនៅក្នុងសាលាអញ្ចឹងណាហើយដល់ពេលបើសិនជាទៅជួបនាយកសាលាហើយនៅតែពិបាកនៅតែអត់គាត់មកទៅនៅតែអត់កែតម្រូវទៀតមានន័យថាមានតែតាក់ទងតែអាណាព្យាបាលចុងក្រោយគេនឹងតាក់ទងតែអាណាព្យាបាលហ្នឹងឯងអញ្ចឹងទៅអញ្ជើញអាណាព្យាបាលមកជួបតែម្ដងហើយក្នុងរូបភាពហ្នឹងមានថាអញ្ជើញពួកគាត់ដើម្បីឲ្យពួកគាត់ហ្នឹងយកកូនចៅគាត់យកទៅវាយនៅផ្ទះណាគឺអត់អញ្ចឹងទេពេលថាអញ្ជើញពួកគាត់ហ្នឹងដើម្បីបញ្ចូលណែនាំគាត់ថាតើកូនគាត់បានធ្វើអីខុសហើយទៅបែបម៉េចអញ្ចឹងទៅឲ្យគាត់នឹងជួយបដាឬក៏ជួយសម្របសម្រួលកែតម្រូវអកប្បកិរិយារបស់គាត់ដើម្បីឲ្យពួកគាត់នឹងអាចចូលរួមរៀននៅក្នុងថ្នាក់រៀនក៏អាចឲ្យគាត់នឹងរៀនខ្លួនឯងបានដែរបើមិនជាអកប្បកិរិយារបស់គាត់ល្អនៅក្នុងថ្នាក់រៀនគាត់មិនត្រឹមតែរៀនខ្លួនឯងបានទេគាត់អាចរំខានដល់អ្នកផ្សេងទៀតអញ្ចឹងណាអញ្ចឹងទៅខ្ញុំជឿថាបើមិនជាទៅដល់អាណាព្យាបាលហើយនៅតែដោះស្រាយបានទៀតពីខាងខ្ញុំក៏ដូចជាអត់មានវិធីសាស្ត្រអីផ្សេងទៀតដែរជាទូទៅកូនសិស្សតែត្រឹមកូនសិស្សដែលពិបាកជាទូទៅត្រឹមតែអាណាព្យាបាលហ្នឹងជាទូទៅក៏ហ៊ានស្ដាប់ឪពុកម្ដាយគាត់ច្រើនពួកអីនៅផ្ទះហ្នឹងអត់មានពីណាដែលធំជាងឪពុកម្ដាយរបស់គាត់ទេ
ពីខាងខ្ញុំដូចជាតកតងជាមួយនឹងការដាក់ពិន័យជាវិជ្ជមានហ្នឹងដូចជាអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងចឹងទៅសុំសំណួរពីលោកគ្រូអ្នកគ្រូវិញតើលោកគ្រូអ្នកគ្រូមានចំណល់ឬក៏ចង់បន្ថែមអីបន្ថែមអត់តកតងជាមួយនឹងការដាក់ពិន័យសិស្សនៅក្នុងថ្នាក់រៀនចឹងចំណុចនេះខ្ញុំឮពីលោកគ្រូតារ៉ែនឹងល្អដែរថាដូរគាត់ដាក់លក្ខណៈដាក់ពិន័យស្រាលសិនទៅអាចដូរកន្លែងអង្គុយបើសិនគាត់ធ្វើបានល្អចាំបដូរគាត់មកវិញឬក៏ឲ្យគាត់ចេញក្រៅ5នាទីឲ្យគាត់ទៅឈរនៅខាងក្រៅ5នាទីឬក៏អីចឹងអានោះក៏ជាដាក់ពិន័យស្រាលនៅក្នុងថ្នាក់រៀនដែរចឹងសូមអញ្ជើញអ្នកគ្រូសមណែតចាជំរាបសួរអ្នកគ្រូ ចាជំរាបសួរអ្នកគ្រូដាក់វិន័យនៅក្នុងថ្នាក់គឺទី1បើសិនជាគាត់នៅពេលដែលខ្ញុំកំពុងបញ្យល់អញ្ចឹងគាត់អត់មើលមកខ្ញុំពេលបញ្យល់គឺខ្ញុំដើរទៅជិតគាត់ហើយសួរគាត់ថាខ្ញុំបានបញ្យល់ពីអីគេហើយធ្វើការសួរគាត់បើសិនជាគាត់ដឹងអានឹងអត់អីប៉ុន្តែបើសិនជាគាត់អត់ដឹងថាខ្ញុំកំពុងតែបរៀនឬក៏បញ្យល់ពីអីគេអញ្ចឹងដាក់វិន័យគាត់ឲ្យគាត់សរសេរអ្វីដែលខ្ញុំបានបញ្យល់ឲ្យគាត់ហ្នឹងឲ្យគាត់សរសេរ5 10 5ចប់ឬក៏10ចប់អញ្ចឹងអ្នកគ្រូល្អតែអ្នកគ្រូអត់លួចមួលទេអ្នកគ្រូដូចមួយខុសច្បាប់ហើយអ្នកគ្រូសូទេអ្នកគ្រូចាអរគុណចាអ្នកគ្រូវិធីហ្នឹងល្អដែរអ្នកគ្រូដោយសារតែបើសិនធ្វើទៅកូនសិស្សគាត់អាចចាំមេរៀននឹងបានល្អទៀតអាហ្នឹងគឺជាការដាក់ពិន័យបែបវិជ្ជមានដែរចឹងណាមិនត្រឹមតែឲ្យដាក់ពិន័យគាត់ទេប៉ុន្តែឲ្យគាត់បានរៀនឲ្យចាំមេរៀននឹងបានល្អទៀតមានចំណុចបន្ថែមពីលោកគ្រូអ្នកគ្រូដែលតកតងជាមួយនឹងការដាក់ពិន័យចឹងណាអាចចែកម្លែកបន្ថែមពីចំណុចដែលខ្ញុំអត់ទាន់បានបង្ហាញជូនមានច្រើនណាស់អ្នកគ្រូរៀបរាប់អត់អស់អីព្រោះនៅខាងសាលាខ្ញុំសវកូនសិស្សក្បាលខូចអញ្ចឹងច្រើនដែរអញ្ចឹងពីន័យវាមានច្រើនពិបាករ៉ាយរាប់អ្នកគ្រូលើកពី3ចំណុចមកអ្នកគ្រូប្រឡូនអ្នកគ្រូផ្សេងៗទៀតគាត់អាចយកទៅរៀនតាមអ្នកគ្រូដែរចាអរគុណអ្នកគ្រូអាចថាការទីដែរអ្នកគ្រូកន្លែងហ្នឹងតិចគឺកូនសិស្សអត់ចូលរួមលក្ខណៈថាគាត់រំខានគេហើយគាត់អត់បានធ្វើខ្លួនឯងហើយគាត់ឡូឡាឬក៏គាត់និយាយថាខ្ញុំគឺក្បាលខូចអញ្ចឹងហ្មងហើយដល់ពេលអញ្ចឹងយើងប្រើវិធីសាស្ត្រតទៅនឹងទៅចិត្តហើយនិយាយជាមួយហើយមានវិធីសាស្ត្រមួយទៀតដែលគាត់បានស្ងាត់ហើយខ្ញុំអាចគ្រប់គ្រងគាត់បានអូខេគឺខ្ញុំធ្វើជាសាធារណៈដូចអ្នកគ្រូបានមានប្រសាសន៍មុនហ្នឹងអញ្ចឹងថាគាត់អាចចង់រៀនអត់បើចង់រៀនទៅចេញក្រៅដល់ពេលគាត់រៀនស្ងាត់គាត់ដឹងមកស្ទុះម៉ោងរៀនអត់មានមកធ្វើអាកប្បកិរិយាបែបហ្នឹងក្នុងថ្នាក់ឯងបើគាត់អាចមិនពេញចិត្តរៀនអ្នកគ្រូឲ្យចេញក្រៅអាចទៅផ្ទះបានអីបានគាត់ស្ងាត់អញ្ចឹងគាត់ខ្លាចយើងដែរចាហើយមួយទៀតឥឡូវសំខាន់នៅពេលដែលពួកគាត់ចូលទៅអង្គុយទាំងអស់ហ្នឹងគឺពួកគាត់បានចាប់ដៃគូជាមិត្តភក្តិអីគាត់អង្គុយជាប់គ្នាអីអញ្ចឹងពួកគាត់គឺដែលឡូឡាឬក៏អីហ្នឹងគឺតែគ្នាគាត់អញ្ចឹងវិធីសាស្ត្រមួយគឺបំបីពួកគាត់ឥឡូវគាត់ឯងចង់អង្គុយមួយគ្នាអត់បើចង់អង្គុយមួយគ្នាទៀតស្ដាប់គ្រូហើយកុំរំខានមិត្តភក្តិយើងបើសិនជាអញ្ចឹងអ្នកគ្រូនឹងបំបីបងប្អូនទាំងអស់គ្នាឲ្យអង្គុយផ្សេងគ្នាហើយវិធីមួយទៀតគឺឲ្យគាត់ទៅអង្គុយតុគ្រូកន្លែងដែលខ្ញុំបរៀនហ្នឹងដល់ពេលពួកគាត់អញ្ញើតហ្មងអញ្ចឹងចុងក្រោយគឺខ្ញុំអាចគ្រប់គ្រងពួកគាត់បានអរគុណចាអ្នកគ្រូអរគុណច្រើនវិធីល្អអ្នកគ្រូតែអ្នកគ្រូតែនៅក្នុងថ្នាក់មិនមែនប្រើសម្លេងប៉ុណ្ណឹងឯងលឺជាងនឹងទៀតគាត់តែបើមិនក៏ដឹងថារៀងកាច់ដែរនៅក្នុងថ្នាក់ចឹងទៅមានអីផ្សេងទៀតអត់ពីលោកគ្រូអ្នកគ្រូនៅក្នុងការដាក់ពិន័យសិស្សចឹងគ្រូមានអីថ្មីអាចពេលខ្លះទៅខ្ញុំអាចរៀនពីលោកគ្រូអ្នកគ្រូដែរបាទខាងខ្ញុំសូមនិយាយការដាក់ពិន័យសិស្សបន្តិចបានចាអ្នកគ្រូសូមជេរបាទសាលាខ្ញុំសមមិញហ្នឹងមកចុះស្នាក់និទួសបាទខាងក្រសួងជើញចុះមកហ្នឹងខ្ញុំដាក់វិន័យគាត់ពេលដែលខាងការងារក្រុមការងារចុះមើលវិនិច្ឆ័យអញ្ចឹងពេលដែលគាត់ធ្វើខុសគឺខ្ញុំមកបានដាក់វិន័យគាត់នៅក្នុងម៉ោងសិក្សាហ្នឹងទេបាទខ្ញុំគាត់ឈ្មោះគាត់ទុកហើយខ្ញុំប្រាប់គាត់ថាលោកគ្រូនឹងរាយការណ៍នៅដងទងជាតិបាទបង្ហាញថាកូនមកតែកូនចូលកូនអត់គោរពតាមការណែនាំរបស់លោកគ្រូកូនញ៉ៃកូនចូលលេងបាទដែលពេលគ្រូមិនឲ្យចូលកូនចូលអញ្ចឹងលោកគ្រូនឹងបង្ហាញឈ្មោះកូនមុខកូននៅដងទងជាតិពេលព្រឹកបាទអញ្ចឹងគាត់ភ័យបាទគាត់ភ័យប៉ុន្តែពេលនៅក្នុងហ្នឹងខ្ញុំអត់បានប្រាប់ទៅឲ្យគាត់ដឹងខ្លួនថាធ្វើបាបគាត់ប៉ុន្តែខ្ញុំបញ្ជាក់គាត់ថាកូនតែមានបញ្ហាគ្រូនឹងបង្ហាញហើយ
បាទដល់ពេលអញ្ចឹងឥឡូវថ្ងៃនេះយើងបង្ហាញឈ្មោះគាត់នៅក្នុងមុខដងទងជាតិទៅគាត់សន្យាថាគាត់នឹងលែងឲ្យមានបញ្ហានៅក្នុងថ្នាក់រៀនទៀតហើយសិស្សទាំងអស់ថ្នាក់ទី6ទាំងអស់ហ្នឹងគាត់ក៏បានព្រមតាមលែងធ្វើឲ្យមានបញ្ហានៅក្នុងការរៀនទៀតបើមានបញ្ហាទៀតគាត់នឹងស្ដាប់តាមការណែនាំធ្វើតាមវិន័យរបស់សាលាបាទអរគុណខ្ញុំមានតែប៉ុណ្្នឹងក្នុងការគ្រប់គ្រងថ្នាក់ខ្ញុំរាយការណ៍នៅដងទងជាតិឲ្យសិស្សទាំងអស់ដឹងថាគាត់ធ្វើខុសអរគុណអ្នកគ្រូ ចាអរគុណចាលោកគ្រូចឹងការដាក់ពិន័យទៅតាមបរិបទផ្សេងៗគ្នាឯងចឹងតែបើសិនជាគាត់គាត់ពិបាកខ្លាំងមានតែប្រើវិធីសាស្ត្ររៀងធ្ងន់បន្តិចតែស្រាលគាត់ឲ្យគាត់មកមើលអីគាត់អត់មើលអាហ្នឹងតើប្រើវិធីផ្សេងៗដាក់ពិន័យគាត់ហ្នឹងឯងអញ្ចឹងទៅមានអីផ្សេងទៀតអត់ពីលោកគ្រូអ្នកគ្រូខ្ញុំជឿថាប្រហែលជាអាចមានច្រើនព្រោះវិធីសាស្ត្រអាចផ្សេងៗពីគ្នាច្រើនការដាក់ពិន័យសិស្ស ខ្ញុំមានតែវិធីបែបអត់វិជ្ជមាន អត់វិជ្ជមានបែបម៉េចលោកគ្រូ ខ្ញុំថានិយាយគាត់អត់ស្ដាប់សម្រាប់ខ្ញុំគម្រាមគាត់ដោយឲ្យគាត់លៀងបន្ទប់ទឹកអញ្ចឹងគាត់ខ្ជិលគាត់អត់ចង់លៀងគាត់ស្ដាប់ខ្ញុំវិញ ចាអញ្ចឹងបើសិនជារូបភាពអាហ្នឹងដូចលក្ខណៈថាការដាក់ពិន័យបែបលក្ខណៈឲ្យគាត់ធ្វើអីមួយនៅខាងក្រៅអញ្ចឹងក៏ប៉ុន្តែមិនជាអវិជ្ជមានអីខ្លាំងពេកទេកុំឲ្យតែលក្ខណៈរបស់គ្រូវាយគាត់ឬក៏អីចឹងអាហ្នឹងដូចជាអត់ទៅមានបញ្ហាទេហើយបើសិនជាគាត់ទៅលើបន្ទប់ទឹកក្រៅម៉ោងសិក្សាមានថាគាត់ក៏អត់មានខាពេលរៀនអីដែរអញ្ចឹងទៅអាចជាវិធីមួយដែលល្អដែរលោកគ្រូ បាទប៉ុន្តែខ្ញុំគ្រាន់តែនិយាយទេប៉ុន្តែអត់ដែលមានករណីឲ្យគាត់ធ្វើទេគ្រាន់តែយើងគម្រាមគាត់អញ្ចឹងណានិយាយអស់ចិត្តស្ដាប់គ្នាមិនបានគឺលោកគ្រូឲ្យលៀងបន្ទប់ទឹកហើយអញ្ចឹងគាត់ឈប់អញ្ចឹងណា ចា គ្រូបើសិនជាមានអភ័យឯកសិទ្ធិមួយសម្រាប់គ្រូអាចលួចមួលតិចៗល្អហ្មងនេះគ្រូ អត់បានទេលោកគ្រូបើការពីជំនាន់មុនមែនគ្រូជំនាន់មុនកាច់ណាស់តែដល់ពេលឥឡូវតាមគ្រូកសោទៅគេអត់ឲ្យវេកសិស្សដែរចឹងប៉ះពាល់អាចផ្លូវចិត្តខ្លះអរគុណចឹងសូមឲ្យលោកគ្រូបន្ទឿលោកគ្រូមានលោកគ្រូលើកដៃ បាទខ្ញុំចូលរួមតិចនឹង ចា ដោយក្នុងមេរៀនយើងនេះតើតើនឹងការដាក់ពិន័យសិស្សជាបែបវិជ្ជមានអញ្ចឹង ចា តែអ្នកគ្រូអ្នកចូលរួមគាត់ឆ្លើយអវិជ្ជមានហើយពេលសិនបើសិនយើងដាក់អវិជ្ជមានបើសិនតែយើងអប់រំវិជ្ជមានអត់បានតើអ្នកគ្រូមានវិធីសាស្ត្រអីបែបអវិជ្ជមានខ្លះចង់ចូលរួមចឹងវិញ ជាទូទៅរបៀបដែលបរិយាកាសឥឡូវជាទូទៅគេចង់ឲ្យបែបជាវិជ្ជមានភាគច្រើនអញ្ចឹងណាលោកគ្រូនៅក្នុងថ្នាក់រៀនអញ្ចឹងដោយសារតែយកដែរថាពេលខ្លះទៅខឹងណាដូចថាប្រើវិធីសាស្ត្រគ្រប់ហើយនៅតែអត់ស្ដាប់នៅតែលោឡានៅតែពិបាកអញ្ចឹងប៉ុន្តែក្នុងដូចតាមគ្រូបសោគឺគេអត់អាចប្រើវិធីដែលវាគាត់ឬក៏ធ្វើបាបគាត់នៅក្នុងថ្នាក់រៀនទេប៉ុន្តែបើសិនជាខ្ញុំជឿថាជំរើសនេះដូចទៅជួបយុវសាលាឬក៏តាក់ទងទៅអាណាព្យាបាលហ្នឹងអាហ្នឹងក៏ជាវិធីមួយដែលដាក់ពិន័យគាត់ឲ្យធ្ងន់ធ្ងរដែរអញ្ចឹងលោកគ្រូ ខ្ញុំជឿថាដល់អាណាព្យាបាលហើយប្រហែលជាអាចដោះស្រាយបានលោកគ្រូដូចជាអត់មានអ្នកណាដែលគាត់ធំជាអាណាព្យាបាលរបស់គាត់ទេភិកច្រើននៅក្នុងថ្នាក់អញ្ចឹង ឃើញភាគច្រើនអប់រំបែបវិជ្ជមានបាទមានប្រសិទ្ធភាពតែណាទៅដូច ចាវាអត់ទៅលឿននិយាយទៅមានដែរប្រសិទ្ធភាពគាត់ថាវាចំណាយពេលយូរហើយចា ជំរាបសួរអូន ចាអ្នកគ្រូ និយាយទៅការដាក់ពិន័យបែបណាក៏មានដែរថាចង់និយាយថាពេលខ្លះបើសិនយើងដាក់ពិន័យទៅលើសិស្សអញ្ចឹងតឹងតែងពេកអាចគាត់ទៅឃើញមុខគ្រូនោះគាត់រត់គាត់ចង់រៀនអញ្ចឹងណាគាត់ឃើញមុខយើងធុញអញ្ចឹងហើយភាគច្រើនតួខ្ញុំកាចខ្ញុំតឹងតែងដាក់គាត់មិនក៏ដោយគឺយើងត្រូវតែពេលខ្លះពេលដែលយើងកាចដាក់គាត់ហើយគឺយើងប្រើវិធីលួងណាមូលហេតុអីបានយើងប្រាប់ពីមូលហេតុគាត់ថាហេតុអ្វីបានជាគ្រូធ្វើអញ្ចឹងនៅពេលដែលខ្ញុំដាក់វិន័យអីទៅគាត់ក៏ដោយក៏ខ្ញុំត្រូវតែលើកហេតុផលនោះឲ្យគាត់វិញអញ្ចឹងហើយគាត់យល់ទៅពេលដែលគាត់យល់ហើយគាត់សឹងខ្លាចយើងអញ្ចឹងបើសិនតែយើងដាក់វិន័យគាត់តឹងតែងពេកកាចពេកអញ្ចឹងគាត់ឃើញមុខយើងហ្នឹងគាត់ថាលែងចង់ចូលរៀនហើយអញ្ចឹងដាក់វិន័យបែបណាក៏ដោយនៅពេលដែលវិន័យហើយត្រូវនិយាយអំពីមូលហេតុហើយលួងលោមគាត់ខ្លះអញ្ចឹងទៅវិញណាអញ្ចឹងហើយគាត់អាចយល់សិស្សខ្លះយល់អញ្ចឹងទៅគាត់អត់សូវឲ្យយើងហើយដល់ពេលយើងសួរលើក្រោយហេតុអ្វីបានជាអ្នកគ្រូធ្វើអញ្ចឹងគាត់ឆ្លើយហើយមកពីអ្នកគ្រូចង់ឲ្យកូនចេះអញ្ចឹងការដាក់ពិន័យខ្ញុំបែបណាពួកខ្ញុំត្រូវតែលួងគាត់មកវិញអញ្ចឹងដែរហើយក៏ប្រសិទ្ធពីហេតុផលតែគាត់អញ្ចឹងហើយពេលនោះយើងខ្លាចខ្លះយើងលួងខ្លះយើងផ្អែមអ្នកគាត់ខ្លះទៅអញ្ចឹងណាអញ្ចឹងចំពោះសិស្ស
បើសិនតែយើងតឹងគ្រប់ពេលទៅវាគាត់អត់ចង់រៀនណាគាត់ឃើញមុខអត់ចង់រៀនមួយគ្រូទេពេលខ្លះអាចកិច្ចអញ្ចឹងទៅ ចា អរគុណ វិធីសាស្ត្រនេះខ្ញុំអាសាប្រើជាញឹកញាប់ដែរណាគ្រូអាវិធីសាស្ត្រប្រើសម្ដីខ្លាំងឲ្យមកលក្ខណៈបញ្ចូលអារម្មណ៍គ្នាវិញណាអាហ្នឹងប្រើញឹកញយ ចាចាអរគុណច្រើនអរគុណច្រើនអ្នកគ្រូចំពោះលោកគ្រូថៃអញ្ចឹងទៅចំណុចដែលលោកគ្រូអ្នកគ្រូបន្ថែមនោះគឺល្អខ្លាំងមែនតើដោយសារតែនៅក្នុងថ្នាក់រៀនណាតែគ្រូកូនសិស្សតែអត់ចេះចិត្តគ្រូហើយដឹងតែរៀនអត់ចេះទេយកគ្រូមកពីស្រុកណាក៏គាត់រៀនអត់ចេះដែរជាទូទៅបើមិនជាគាត់រៀនជួយចិត្តគ្រូបានគាត់រៀនចេះអញ្ចឹងដោយអ្នកគ្រូលោកគ្រូដែនចែកម្លែកចឹងមានថាលោកគ្រូអ្នកគ្រូអាចដាក់ពីនៃគាត់ទៅណាហើយបន្ទាប់មកបើមិនជាគាត់រៀនធ្វើបានល្អគេឲ្យវិធីមួយទៀតគេហៅថាបង្កើតតំណែងតំណងវិជ្ជមានមកគាត់វិញពេលហ្នឹងគាត់ចាប់ផ្ដើមអត់ចូលចិត្តគ្រូដាក់ពីនៃអីអីចឹងណាសពគ្រប់អីចឹងទៅប៉ុន្តែលោកគ្រូអ្នកគ្រូអាចកសាងតំណែងតំណងមួយគាត់វិញជាទូទៅគេអាចប្រើវិធីដូចជាប្រើពេល2នាទីអាចនិយាយជាមួយគាត់សួរសុខទុក្ខគាត់ឲ្យបាន10ថ្ងៃជាប់គ្នាអញ្ចឹងទៅអញ្ចឹងលោកគ្រូអ្នកគ្រូអាចបង្កើតតំណែងតំណងល្អជាមួយគាត់វិញហើយឬក៏ពេលខ្លះទៅពេលគាត់ធ្វើបានល្អទៅសារគាត់ឬក៏អីចឹងអញ្ចឹងលំគាត់អាចនិយាយល្អជាមួយគាត់ទៅក៏ចាប់ផ្ដើមរៀងមានទឹកចិត្តនៅក្នុងការចូលរួមសិក្សារបស់លោកគ្រូអ្នកគ្រូដែរហើយចង់បញ្ជាក់ជូនមួយទៀតថាចេះថាពេលខ្លះទៅថ្នាក់រៀនដែលតឹងរឹងឬក៏ល្អដែលលក្ខណៈការគ្រប់គ្រងអត់ខ្ចោះហ្នឹងប៉ុន្តែសូមឲ្យលោកគ្រូអ្នកគ្រូអាចដូចលក្ខណៈថាពេលដែលបរិយាមើលថាមិនមែនតែតឹងហើយគាត់រៀនអត់ចូលណាចង់ឲ្យលក្ខណៈថាថ្នាក់ហ្នឹងវាលក្ខណៈថាសកម្មវិជ្ជមានហើយកូនសិស្សគាត់ចង់រៀនគាត់ចង់ធ្វើហើយគាត់ដឹងហ្មងថាគាត់មានទំនួលខុសត្រូវបែបណានៅក្នុងថ្នាក់រៀនពេលដែលធ្វើខុសគ្រូដឹងតែដាក់ពិន័យឯងប៉ុន្តែដល់ពេលដែលធ្វើល្អគ្រូមានការសរសើរនៅក្នុងថ្នាក់រៀនឯងចឹងណាអត់ចង់ឲ្យឃើញរូបភាពថាលក្ខណៈថាតឹងថ្នាក់រៀនល្អប៉ុន្តែកូនសិស្សក៏អត់ទៅមានចង់មានអារម្មណ៍រៀនឬក៏អីចឹងទៅអត់មានជំរុញការទឹកចិត្តការចូលរួមសិក្សាអាហ្នឹងក៏វារៀងពិបាកដែរនៅក្នុងថ្នាក់រៀនចឹងណាអញ្ចឹងទៅពីខាងខ្ញុំអរគុណលោកគ្រូអ្នកគ្រូច្រើនមែនតើសម្រាប់ការចែករំលែកមានអារម្មណ៍ថាថ្ងៃនេះគឺសកម្មមែនតើមានការចូលរួមច្រើនពីលោកគ្រូអ្នកគ្រូហើយខ្ញុំក៏បានរៀនចំណុចមួយចំនួនតិចនិចមួយចំនួនថ្មីដែរពីលោកគ្រូអ្នកគ្រូអញ្ចឹងទៅខ្ញុំនឹងទៅចំណុចបន្តទៀតខ្ញុំជឿក្រែងចំណុចបន្តទៀតហ្នឹងខ្ញុំមានករណីសិក្សាមួយតែមួយឯងសម្រាប់ថ្ងៃនេះអញ្ចឹងទៅខ្ញុំអានឲ្យលោកគ្រូអ្នកគ្រូស្ដាប់ហើយទៅចូលរួមគិតហើយនឹងឆ្លើយតបស្ម័គ្រចិត្តនៅក្នុងការឆ្លើយតបអញ្ចឹងណាអញ្ចឹងទៅមានលោកគ្រូអារ៉ាក់ម្នាក់ជាគ្រូបង្រៀនថ្នាក់ទី5លោកគ្រូជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់នៅក្នុងការរៀនសូត្ររបស់សិស្សខ្លាំងណាស់មានកំណត់វិន័យមានច្បាប់ទម្លាប់អីបានត្រឹមត្រូវមែនតើតាំងពីដើមឆ្នាំតែដល់ពេលតែមួយរយៈដំបូងមកកូនសិស្សរបស់គាត់ហ្នឹងធ្វើបានល្អតែក្រោយមកទៀតកូនសិស្សរបស់គាត់ហ្នឹងចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយាមានការរំខានច្រើននៅក្នុងថ្នាក់រៀនអញ្ចឹងណាហើយលោកគ្រូហ្នឹងគាត់មានការនឿយហត់មែនតើគាត់តើគាត់ហ្នឹងអាចលោកគ្រូអ្នកគ្រូគិតថាតើគាត់ហ្នឹងអាចមានវិធីណាខ្លះដើម្បីដោះស្រាយបញ្ហាដែលគាត់កំពុងជួបនៅក្នុងថ្នាក់រៀនរបស់គាត់អញ្ចឹងណាអាចឆ្លើយនឹងសំណួរពីរសិនទី1តើមានកត្តាអ្វីខ្លះដែលអាចធ្វើឲ្យបញ្ហាទាំងអស់នោះកើតឡើងទី2តើគួរតែធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាដែលកើតមានដែលលោកគ្រូណារ៉ាគាត់កំពុងតែជួបអញ្ចឹងគុណគ្រូទុកទាយមែនណាទុកទាយមែនចាអាចបញ្ចេញពីកំណត់ទៅគ្រូទុកទាយបាទចាមិនដឹងមើលលោកគ្រូណារ៉ាยังមានទុកទាយអាចទាញមកចំណុចពីចំណុចទៅគ្រូសូមអញ្ជើញលោកគ្រូចម្រើនបាទសូមអរគុណអ្នកគ្រូហើយសូមគ្រប់លោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់របស់យើងអនឡាញទេមើលករណីសិក្សាមួយនេះយើងឃើញគាត់ធ្វើបានល្អពីដើមមកប៉ុន្តែដោយសារតែកត្តាដែលគាត់ជួបបញ្ហានេះគឺគាត់អត់បានឧស្សាហ៍រំលឹកឬក៏យកពីនៃច្បាប់ទម្លាប់របស់គាត់មករំលឹកឡើងវិញករណីសិក្សានេះវាអាចនឹងកើតមានជាក់ស្ដែងដែរនៅពេលដែលយើងមានច្បាប់ទម្លាប់ល្អហើយដើមឆ្នាំប៉ុន្តែយើងអាចរយាយើងមិនសូវបានរំលឹកក្រាន់រំលឹកកុមារក្មេងៗគាត់អាចនឹងមានទម្លាប់ស៊ីនណាទម្លាប់ដើមរបស់គាត់មកវិញនៅពេលដែលយើងអត់បានសូវរំលឹកអំពីវិន័យច្បាប់ទម្លាប់នៅក្នុងថ្នាក់រៀនរបស់គាត់កត្តាដែលគួរប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានេះ
ខ្ញុំគិតថាជាមួយនឹងគូនរៈគាត់នឹងចាប់ដើមពង្រឹងឡើងវិញនៅវិន័យច្បាប់ទម្លាប់របស់គាត់ខ្ញុំគិតថាវានឹងល្អប្រសើរឡើងវិញមួយកម្រិតមកវិញបាទសូមអរគុណជាការចូលរួមចំណែកដែលលោកគ្រូមិញហ្នឹងថាទុះទាយប៉ុន្តែវាជាករណីសិក្សាដែលយើងយកមកវិភាគទាំងអស់គ្នានៅក្រដំណោះស្រាយវាអាចនឹងកើតមានសម្រាប់ថ្នាក់រៀនរបស់យើងមួយដែរបាទសូមអរគុណ ចាអរគុណច្រើនលោកគ្រូចឹងទៅសូមអាចសូមម្នាក់ទៀតពីអ្នកគ្រូម្ដងមិនថាចិត្តដល់មកដែរហើយ ពីខមមិនអ្នកគ្រូបនសួស្ដីអត់ដែលលឺសំឡេងទេខាងកោះកុង មានបោះឆ្នោតឲ្យទៀតលោកគ្រូ ណាទេត្រូវអ្នកគ្រូដែលអត់មានសូវលឺសំឡេងលើកទៅចាត់ឲ្យគាត់ជួយហៅឈ្មោះហ្នឹងបង ជួយគ្រូខលឲ្យខ្ញុំទៀតណាចឹងឥឡូវសូមអ្នកគ្រូសួស្ដីម្ដងអ្នកគ្រូលោកគ្រូថាគាត់ចង់លឺសំឡេង ចាអ្នកគ្រូអាចចែកម្លែកតិចបានអត់តាក់ទងមួយករណីសិក្សានេះ អានឹងគេមិនតាមប៉ុនចាគ្រូចំពោះបញ្ហាហ្នឹងកត្តាដែលលោកគ្រូនរៈគាត់ជុំមកពីលោកគ្រូគាត់កូនសិស្សគាត់ដឹងចិត្តលោកគ្រូតើពីមុនគាត់ខ្លាចដល់ពេលក្រោយមកគាត់ដឹងចិត្តទៅគាត់បដូរអាកប្បកិរិយាដោយសារឃើញលោកគ្រូការប្រិមត្តលោកគ្រូមើលទៅថាគាត់អត់សូវខ្លាចគ្រូអញ្ចឹងហើយដើម្បីដោះស្រាយវិធីហ្នឹងគឺលោកគ្រូនរៈគឺគាត់ត្រូវបន្តវិន័យហើយធ្វើយ៉ាងណាឲ្យសិស្សគោរពវិន័យដូចលោកមុនតែប៉ុណ្្នឹងទេអ្នកគ្រូ ចាអរគុណច្រើនអ្នកគ្រូចឹងអរគុណច្រើនមែនតើសម្រាប់លោកគ្រូអ្នកគ្រូដែលបានចែកម្លែកចឹងណាអញ្ចឹងទៅករណីសិក្សានេះការពិតគោលបំណងខ្ញុំដំបូងហ្នឹងគឺចង់បង្ហាញជូនចឹងឯងលក្ខណៈថាបើសិនជាលោកគ្រូអ្នកគ្រូមានច្បាប់ទម្លាប់វិន័យនៅក្នុងថ្នាក់រៀនប៉ុន្តែអត់ព្យាយាមពង្រឹងទេពីដំបូងគុណសិស្សអូត្រង់ល្អណាស់តែដល់ពេលចូលដល់ពាក់កណ្ដាលឆ្នាំតែលោកគ្រូអ្នកគ្រូអត់ពង្រឹងវិន័យឬដល់ពេលគាត់ធ្វើខុសវិន័យហ្នឹងអត់ចាត់វិធានការគាត់ថាឥឡូវហ្នឹងបើសិនជាគាត់យឺត5នាទីមកយឺតលោកគ្រូអ្នកគ្រូមានពិន័យអីគេតែបើសិនជារហូតដល់គាត់មកយឺតលោកគ្រូអ្នកគ្រូអត់មានចាត់ចែងពិន័យគាត់ទេអញ្ចឹងទៅជាទូទៅគាត់យូរទៅគាត់នឹងលែងគោរពវិន័យដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យចូលអញ្ចឹងណាហើយនៅក្នុងករណីសិក្សានេះដែរវាអាចនឹងមានកត្តាច្រើនផ្សេងទៀតដែលធ្វើឲ្យកូនសិស្សរបស់គាត់នឹងលែងគោរពវិន័យអញ្ចឹងវាអាចមកពីកត្តាដែលគាត់រៀនមេរៀនហ្នឹងលែងចេះឬក៏ពេលខ្លះទៅកម្រិតការសិក្សារបស់កូនសិស្សខ្សោយឬក៏អីចឹងទៅអញ្ចឹងទៅអ្វីដែលខ្ញុំចង់បញ្ជាក់ជុំមួយទៀតហ្នឹងគឺចង់បញ្ជាក់ថាការដែលទៅបរិញ្ញាចាក់ស្ដែងលោកគ្រូអ្នកគ្រូត្រូវមានពេលសម្រាប់ការឆ្លងបញ្ចាំងទៅលើការបរិញ្ញារបស់លោកគ្រូអ្នកគ្រូចាក់ស្ដែងដែរអញ្ចឹងណាឧទាហរណ៍ថាពេលទៅបរិញ្ញានៅប្រកាសថាថ្ងៃនេះថ្ងៃនេះលោកគ្រូអ្នកគ្រូធ្វើបានល្អតែឃើញសង្កេតឃើញថាកូនសិស្សហេតុអីកូនសិស្សគាត់រៀនចាប់បានឬក៏អកប្បកិរិយាគាត់អត់ល្អពង្រឹងវិន័យហើយប៉ុន្តែនៅតែអកប្បកិរិយាសិស្សអត់ល្អឬក៏អីចឹងទៅអញ្ចឹងមានន័យថាតើតើលោកគ្រូអ្នកគ្រូទុកពេលឆ្លងបញ្ចាំងទៅទូទៅគេឆ្លងបញ្ចាំងលើអីគេខ្លះលើសកម្មភាពគ្រូហើយនិងសកម្មភាពសិស្សអញ្ចឹងតែកូនសិស្សហ្នឹងគាត់មានអកប្បកិរិយាបែបណាគ្រូបរិញ្ញាថ្ងៃហ្នឹងបែបមិនដែរហេតុអីក៏ថ្ងៃនេះថ្នាក់របស់យើងហ្នឹងមានសភាពបែបហ្នឹងឬក៏អីចឹងទៅអញ្ចឹងតើលោកគ្រូអ្នកគ្រូមានពេលឆ្លងបញ្ចាំងតាក់ទងជាមួយនឹងការបរិញ្ញាហ្នឹងបាទលោកគ្រូអ្នកគ្រូអាចមានវិធានការគេសម្រាប់ការកែតម្រូវដូចមុនហ្នឹងអញ្ចឹងពីលើពីលោកគ្រូចម្រើនអ្នកគ្រូសួស្ដីអីហ្នឹងមានន័យថាគាត់មានការឆ្លងបញ្ចាំងហើយគាត់មើលថាអូរូបភាពនេះវាអាចគេខ្លាយអញ្ចឹងទៅអាហ្នឹងសុទ្ធតែការមើលឃើញហើយដូចលក្ខណៈថាវិភាគជាមួយគ្នាអាហ្នឹងក៏ជាផ្នែកមួយវិភាគអីសំទោសនៃការឆ្លងបញ្ចាំងហើយតែបើសិនជានៅក្នុងថ្នាក់រៀនជាក់ស្ដែងណាអាហ្នឹងជារូបភាពឆ្លងបញ្ចាំងហើយឧទាហរណ៍ជាក់ស្ដែងបើសិនខ្ញុំទៅបរិញ្ញាដំបូងពីដំបូងដូចបរិញ្ញាដូចកូនសិស្សដូចរៀងស្ដាប់គ្រូដែរហេតុអីក៏ខូចមកគូសិស្សលេងស្ដាប់គ្រូចឹងលោកគ្រូអ្នកគ្រូអាចទុកពេលឆ្លងបញ្ចាំងហើយគិតមើលថាមកពីអីគេខ្លះដែលកូនសិស្សគាត់លេងស្ដាប់គ្រូអញ្ចឹងណាអញ្ចឹងទៅមានលោកគ្រូអ្នកគ្រូមួយចំនួនដែលគាត់យល់ថាពេលច្រើនមកពីកូនសិស្សគាត់ខ្ជិលរៀនបាទគាត់រៀនអត់ចេះឬក៏អីចឹងទៅតែខ្ញុំចង់ប្រាប់ដែរថាកូនសិស្សគាត់រៀនចេះឬក៏មិនចេះហ្នឹងវាមកពីកត្តាពីរដែលធំទី1មកពីគ្រូបង្រៀនផ្ទាល់ទី2មកពីសិស្សសានុសិស្សដូចគ្នាពេលខ្លះគ្រូល្អតែកូនសិស្សគាត់អត់ចូលរួមរៀនអាហ្នឹងក៏រៀនទៅក៏អត់ចេះដែរតែពេលខ្លះការកូនសិស្សការពុតទៅគាត់ចង់រៀនប៉ុន្តែបច្ចេកទេសនៅក្នុងការគ្រប់គ្រងថ្នាក់រៀនឬក៏វិធីបញ្ចូលឬក៏វិធីដែលបញ្ជ្រាបចំណេះដឹងថ្មីហ្នឹងនៅអត់ទាន់បានល្អនៅមានចំណុចខ្វះខាតក៏ធ្វើឲ្យការសិក្សារបស់សិស្សហ្នឹងអត់ល្អដូចគ្នាដែរអញ្ចឹងណាអញ្ចឹងទៅវាមកពីកត្តាគប់ផ្សំទាំងពីរហ្នឹងហើយខ្ញុំមាន quote មួយរបស់លោកម្នាក់ដែលគាត់ជា
អ្នកខាងផ្នែកអប់រំដែលល្បីដែរគាត់និយាយថាយើងអាចរៀនពីបទពិសោធន៍ទេប៉ុន្តែយើងអាចរៀនពីការឆ្លងបញ្ចាំងពីបទពិសោធន៍ឧទាហរណ៍ថានៅពេលដែលលោកគ្រូអ្នកគ្រូទៅបរៀនលោកគ្រូអ្នកគ្រូអត់អាចរៀនពីបទពិសោធន៍មួយហ្នឹងឯងទោះតែតែលោកគ្រូអ្នកគ្រូទុកពេលសម្រាប់ឲ្យខ្លួនឯងឆ្លងបញ្ចាំងថាថ្ងៃនេះធ្វើឲ្យបានល្អធ្វើឲ្យអត់ទាន់បានល្អពេលហ្នឹងហើយបើលោកគ្រូអ្នកគ្រូអាចរៀនពីបទពិសោធន៍មួយហ្នឹងបានអញ្ចឹងណាដូចពីក្រុមការងារអញ្ចឹងដូចគ្នាដែរចូលថាក្រុមការងារអត់ដឹងតែពេលខ្លះទៅបើថាបើវគ្គបណ្ដុះបណ្ដាលហើយពីមួយអាទិត្យទៅមួយអាទិត្យបើសិនជាអត់មានការឆ្លងបញ្ចាំងទេប្រកាសជាអត់ដឹងថាតាមថ្ងៃនេះធ្វើអីបានល្អហើយទៅធ្វើអីអត់ទាន់បានល្អតែដោយសារតែមានការឆ្លងបញ្ចាំងការទទួលមតិយោបល់ពីលោកគ្រូអ្នកគ្រូបានព្យាយាមថាអូគួរតែធ្វើអីគេឲ្យកាន់តែធ្វើឲ្យវគ្គបណ្ដុះបណ្ដាលហ្នឹងឲ្យកាន់បានតែឲ្យល្អប្រសើរជាងមុនអញ្ចឹងតើតែខ្ញុំឆ្លងបញ្ចាំងដូចគ្នាដែរ